សូមគោរពនឹងជម្រាបសួរលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទស្សនិកជនរបស់កម្មវិធីសខ្មៅសប្តាហ៍នេះមិនធ្វើឲ្យលោកអ្នកខកបំណងទេហើយអ្វីកាន់តែពិសេសនឹងលោកអ្នកនឹងមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់វត្តមានភ្ញៀវកិត្តិយសនៅក្នុងសប្តាហ៍នេះប៉ុន្តែមុននឹងជួបជាមួយនឹងភ្ញៀវកិត្តិយសរបស់យើងថាតើជាអ្នកណានៅក្នុងសប្តាហ៍នេះសូមអនុញ្ញាតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខដែលនាំមកជូនដោយកម្មវិធីសខ្មៅនាំមកជូនផ្ដាច់មុខដោយ Paleta Skin Care អ្នកឯកទេសដោះស្រាយបញ្ហាស្បែកមុខមិនថាមុខមុនមុខជាំមុខអាចរុយមុខសរសៃក្រហមនិងមុខ allergy ចង់បានស្បែកមុខស្រស់ស្អាតសូមប្រើផលិតផល Paleta Skin Care Paleta Skin Care សម្រស់ជាកត្តាចម្បងសម្រាប់បុរសស្ត្រីគ្រប់វ័យលោកកសែនាងកញ្ញាឥឡូវនេះសូមស្វាគមន៍ Master Nali គ្រប់ជំរាបសួរអ្នកគ្រូចាពិតជាមានកិត្តិយសមែនទែននៅក្នុងកម្មវិធីសខ្មៅដែលអ្នកគ្រូបានផ្ដល់កិត្តិយសមានវត្តមាននៅទីនេះផ្ទាល់ចាធម្មតាអ្នកគ្រូតែងតែជជែកអំពីរឿងហ្វុងស៊ុយងើហេងចា platform ផ្ទះអីចឹងជាដើមអញ្ចឹងទៅដើម្បីចែកជូនទៅដល់ fan ដែលគាត់មានជំនឿទៅលើវិស័យចាហ្វុងស៊ុយក៏ដូចជាគេហៅថាបើយើងនិយាយជាភាសាខ្មែរចិនសែមិនចឹងណាគ្រូណាចាប៉ុន្តែមកថ្ងៃនេះខុសពីរាល់ដងដែលនឹងជជែកកកាយរឿងជាច្រើនដែល fan របស់អ្នកគ្រូមិនធ្លាប់ដឹងជីវិតនៃការតស៊ូព្រោះថាបើសិនជាយើងកលេចមួយជ្រុងនៃមនុស្សគេតែងតែមើលភ័យជោគជ័យរបស់យើងហើយអ្នកខ្លះលួចចំណែនទៀតអ្នកខ្លះក៏សរសើរអ្នកខ្លះក៏លួចចំណែនថាអូអ្នកគ្រូណាលីគេទៅសំណាងណមាន fan ច្រើនមានអីច្រើនល្បីល្បាញចឹងទៅប៉ុន្តែអ្វីដែលខ្ញុំអញ្ជើញអ្នកគ្រូមកនេះត្រឡប់ទៅអតីតកាលរបស់អ្នកគ្រូកាលពី10-20 ឆ្នាំវិញម្ដងថាតើអ្វីខ្លះដែលអ្នកគ្រូធ្លាប់ឆ្លងកាត់អំពីបញ្ហាលំបាកចាប់ផ្ដើមកកើតពីគ្រួសារណាមកហើយប្រវត្តិពីណាមកវិញបាទនិយាយពីប្រវត្តិកំសត់តិចហើយចាព្រោះទី1ប៉ាម៉ាក់ខ្ញុំមិនមែនជាអ្នកមានទេចាជាគ្រួសារកសិករបដាយក៏ធ្វើការជាកសិករទេហើយប៉ារបស់ខ្ញុំហ្នឹងធ្វើការជាមន្ត្រីរាជការតែជីវភាពមិនជាធូរធារដូច្នេះហើយធម្មតានៅពេលដែលយើងចង់ធ្វើអីមួយហ្នឹងយើងត្រូវតែប្រឹងជួយការងារប៉ាម៉ាក់ពីក្មេងមកពីតាំងពីអាយុ14 15ហ្នឹងគឺចាប់ផ្ដើមជួយប៉ាម៉ាក់លក់ដូរដូចថាប៉ាគាត់មានយកអីវ៉ាន់ពីព្រំដែនមកលក់នៅខេត្តនៅស្រុកអីចឹងទៅក៏យើងជួយតែពេលហ្នឹងក្មេង15 16ឆ្នាំយើងចាប់ផ្ដើមចេញធ្វើការរៀនផងឆ្លៀតពេលសៅរ៍អាទិត្យហ្នឹងក៏ទៅជួយការងារចាជំនាន់ហ្នឹងគេហៅជំនាន់គ្រាប់ផ្លោងតែជំនាន់ដែលគេនៅបាញ់គ្នាឡើយចាអញ្ចឹងផ្លូវអីក៏មិនស្រួលដាក់លើដែរចាហើយជួនកាលដេកតាមផ្លូវក៏មានដែរជិះឡានជាប់ឡានពេលខែភ្លៀងជាប់ឡានដេកទៅតាមផ្លូវក៏វាដែរអញ្ចឹងចាពិបាកធៀបពិតទៅអ្នកគ្រូបើនិយាយទៅអ្នកចំការសុខសាន្តហ្នឹងអ្នកចំការអញ្ចឹងបានខ្ញុំចូលចិត្តកសិកម្មចាអ្នកចំការសុខសាន្តតែបើថាគ្រួសារក៏មិនមែនធូរធារដែរមិនមែនធូរធារទេចាប៉ុន្តែឆ្លងកាត់រឿងរ៉ាវជាច្រើនដែលខ្លាយជាគ្រូនេះបានន័យថាអ្នកខ្លះគេនិយាយថាវិជាចិនសែហ្នឹងត្រូវរៀនបងលុយច្រើនមែនតែនតែម្ដងចាការពិតរឿងនេះវាវែងឆ្ងាយពីមុនណាពីកន្លងមកគឺខ្ញុំអត់ដែរជឿទេលើវិស័យហុងស៊ុយជំនឿអីទៅគ្រូទីអីគឺអត់ហ្មងចាព្រោះដោយសារអីខ្ញុំមនុស្សចូលចិត្តពិសោធន៍អញ្ចឹងបើគាត់ថាវិជានឹងបកកែលុះត្រាតែគាត់ជួយខ្លួនឯងឲ្យជោគជ័យសិនឬជួយអ្នកណាម្នាក់ឲ្យជោគជ័យសិនអញ្ចឹងដល់ពេលគាត់ថាបកកែតែខ្លួនគាត់ជួយខ្លួនក៏អត់ជោគជ័យផងមិនខ្ញុំជឿអញ្ចឹងខ្ញុំអត់ដែរជឿទេចាអញ្ចឹងជឿអ្វីដែលជឿលើខ្លួនឯងជឿលើការប្រឹងប្រែងខ្លួនឯងអញ្ចឹងបើសិនជាឧទាហរណ៍យើងអត់ចេះអីយើងត្រូវរៀនចាយើងខ្វះអីយើងត្រូវតែតស៊ូធ្វើការងារហ្នឹងទៅយកឲ្យបានចាអញ្ចឹងចំណុចហ្នឹងហើយដែលធ្វើថាយើងជឿជាក់លើខ្លួនឯងជ្រុលអត់ជឿលើអ្នកណាជឿលើភ្នែកខ្លួនឯងជឿលើគំនិតខ្លួនឯងអញ្ចឹងដល់ពេលដែលធ្វើការទៅយើងបរាជ័យចាបរាជ័យមិនមែនបរាជ័យដោយសារយើងមិនចេះធ្វើទេយើងចេះធ្វើតែយើងបរាជ័យអត់ចេះគ្រប់គ្រងនៃការជឿជាក់គ្នារកស៊ីមួយគ្នាឬអីគឺជឿជាក់ជ្រុលអញ្ចឹងទី1ការគ្រប់គ្រងយើងចន្លោះប្រហោងគឺមានការឈិតគ្នាទៅវិញទៅមកយើងវាប៉ះគឺនឹងដែរទំនុកចិត្តចាការងារខ្លះពេលយើងធ្វើទៅយើងហត់ចាយើងស៊ូរលុយមកយើងមិនទាំងហ៊ានចំណាយហ៊ានអីផងប៉ុន្តែបែរជាមានរឿងឲ្យគេហៅថាមានអ្នកជួយចាយវិញបានន័យថារឿងដែលគេបង្កឲ្យបងខាតទៅវិញអញ្ចឹងរលុយមកក៏យើងអត់បានចាយអញ្ចឹងយើងបរាជ័យម្ដងហើយម្ដងទៀត
ក្នុងហ្នឹង2ដងហើយកំឡុងពេលដែលធ្វើការហ្នឹងទី1ប៉ាគាត់អត់ support ដែរចាអត់ support ទី1យើងជាក្មេងស្រុកស្រែចា គាត់ចេះតែបារម្ភ ចាបារម្ភចាក្មេងស្រុកស្រែហើយម្យ៉ាងយើងអត់មានបទពិសោធន៍ដែលយើងធ្វើការធំអញ្ចឹងយើងហ៊ាននិយាយទៅខ្ញុំហ៊ានតាំងពីក្មេងយើងគិតថានៅពេលដែលផ្នត់គំនិតយើងមានគំនិតអ្នកជំនួញណាចាយើងមើលឃើញអីក៏ជាឱកាសដែរចាអញ្ចឹងឱកាសយើងផ្សារពីការដែលយើងជួយឪពុកម្ដាយពីក្មេងដែលគាត់យកអីវ៉ាន់ពីព្រំដែនយកមកបោះឲ្យគេនៅក្នុងស្រុកចានៅបាត់ដំបងចាចឹងដល់ពេលចឹងគាត់ថាបោះពី3កន្លែងយើងចំណេញប៉ុណ្ណេះចុះបើសិនជាយើងបោះមួយខេត្តយើងចំណេញប៉ុន្មានហើយយើងបោះមកប្រទេសយើងចំណេញប៉ុន្មានគំនិតកាត់តាំងពីអាយុ16 17ឆ្នាំហ្នឹងពីហ្នឹងមកយើងចេះគិតតាំងពីហ្នឹងមកប៉ុន្តែអត់ដឹងថាគេធ្វើពីណាទៅណាហើយយើងយកបទពិសោធន៍ហ្នឹងមកហើយយើងក៏សាកល្បងធ្វើយើងធ្វើពេលយើងធ្វើម្នាក់ឯងយើងជោគជ័យយើងបានណានៅពេលដែលស្ថិតនៅក្នុងភាពក្រីក្រអ្នកគ្រូដែលមានក្តីសម័យថាតិចទៀតអញខ្លាចជាអ្នកមានអត់សម្រាប់ខ្ញុំអត់ដែរគិតរឿងថាចង់ធ្វើអ្នកមានទេគ្រាន់តែគិតថាធ្វើម៉េចធ្វើបច្ចុប្បន្នឲ្យល្អធ្វើឲ្យជីវិតខ្លួនឯងបច្ចុប្បន្នឲ្យប្រសើរហើយអត់មានមហិច្ឆតាថាចង់កើតធ្វើអ្នកមានកម្រិតនេះកម្រិតនោះគឺអត់ទេចាដឹងថាធ្វើម៉េចយើងខ្សោយអីយើងបំពេញអ្វីដែលយើងខ្សោយយើងត្រូវតែរៀនបន្ថែមពីហ្នឹងចាចំណុចហ្នឹងអ្នកគ្រូដែលមានអារម្មណ៍ថាអតីតកាលនៃការតស៊ូរបស់អ្នកគ្រូកើតមកនៅក្នុងគ្រួសារមួយដែលជីវភាពធម្មតាមិនធូរធារដូចគេទេដែលមានអារម្មណ៍មួយថាខ្ជិលគិតអីច្រើនខ្ជិលខំប្រឹងបដ ாய் ទៅតាមវាសនាហ្នឹងអ្នកគ្រូដែលមានកំណត់អញ្ចឹងអត់ខ្ញុំអត់ទេព្រោះទី1អាចមួយថាប៉ានេះខ្ញុំជិះព្រាបប៉ាម៉ាក់ខ្ញុំគាត់នៅបែកគ្នាចាដោយសារប៉ាខ្ញុំគាត់មានប្រពន្ធចុងចាដល់ពេលអញ្ចឹងគ្រួសារអត់បានជុំគ្នាទេហើយខ្ញុំក៏បាត់ឱកាសនៅក្នុងការយើងចង់ស្វែងយល់អ្វីដែលថ្មីរៀនអ្វីដែលច្រើនយើងបាក់មេឃធៀងហើយបែកបាក់មេឃធៀងហើយអញ្ចឹងមានតែមួយគាត់យើងចង់រៀនអីទៅរលុយរៀនខ្លួនឯងចាហើយដល់ពេលអញ្ចឹងពេលខ្លះយើងធ្វើក្នុងនាមយើងធ្វើចាស់គាត់អត់ support ទេអត់គ្រប់ត្រូលទេហើយមានអ្នកចាក់ថែមទៀតអញ្ចឹងណាតែថាប្រពន្ធចង់ចាក់ថែមទៀតយើងកាន់តែបាត់ឱកាសអញ្ចឹងចំណុចហ្នឹងយើងគិតថាបើសិនជាយើងនៅតែផ្ដេកផ្ដួលចាំតែការយល់ព្រមពីឪពុកគឺมันអាចជោគជ័យបានអញ្ចឹងយើងត្រូវតែអត់ឃ្លានអីគឺយើងត្រូវតែចេញមកដើម្បីយើងរកអ្នកគ្រូប្រឆាំងដាច់កហង្ការតែម្ដងជាមួយឪពុកចាព្រោះទី1ខ្ញុំគិតថាបើសិននឹងខ្ញុំចង់បានអីបើគាត់អត់ support ក៏អត់ចោះខ្ញុំព្យាយាមរកដោយខ្លួនឯងចាខ្ញុំចង់រៀនគាត់មិនឲ្យខ្ញុំរៀនខ្ញុំលួចរៀនចាហ្នឹងគំនិតតាំងពីដើមពួកអីខ្ញុំគិតថាបើកាលណាយើងយកជីវិតរបស់យើងទៅផ្ដេកផ្ដួលអញ្ចឹងបើគាត់ស្ដាប់ប្រពន្ធចង់ហើយធម្មតាគេអត់ចង់ឲ្យយើងល្អទេអញ្ចឹងបើយើងដឹងថាហ្នឹងអត់ល្អហើយយើងទៅតាមគាត់មិនកើតអញ្ចឹងយើងត្រូវតែខ្លួនពីពឹងខ្លួនដែរអញ្ចឹងបានខ្ញុំគិតថាជីវិតខ្ញុំអត់ផ្ញើនឹងយកទៅផ្ញើនឹងដង្ហើមនរណាម្នាក់ចាយើងគិតថាខ្លួនយើងគិតថាអ្វីដែលត្រូវយើងធ្វើចាស់តែសំខាន់កុំឲ្យអ្វីដែលយើងធ្វើទៅប៉ះពាល់អ្នកដទៃចាខ្ញុំសុំតែប៉ុណ្ណឹងអ្នកគ្រូមានអារម្មណ៍ថាឯកោនៅពេលឪពុកក៏បោះបង់មិនទទួលស្គាល់ថែមទាំងបំបាក់ទឹកចិត្តឯកោខ្លាំងគឺពេលដែលគាត់កាត់កាល់យើងចោលចាពេលវេលាមួយដែលគាត់ទឿនយើងតែយើងអត់តាមគាត់ណាហើយដល់ពេលយើងជួបរឿងពេលយើងជួបរឿងគឺយើងអស់គ្រប់បែបយ៉ាងទាំងអស់អញ្ចឹងហើយអស់ហើយគាត់ប្រាប់ថាគាត់អត់មានកូនដែលថោកកូនដែលល្ងងបែបហ្នឹងឯងអញ្ចឹងគាត់អត់មានកូនបែបហ្នឹងឯងគាត់កាត់ការខ្ញុំចោលរហូតដល់ម៉ាក់ខ្ញុំមកប្រាប់ទៅខ្ញុំហាក់ជួបប្រាប់ខ្ញុំថាម៉ាក់មិនពិបាកចិត្តទេប៉ាកាត់ការខ្ញុំកាត់ការចោះហើយខ្ញុំក៏អត់ទៅជន់ផ្ទះហ្នឹងដែរតារាបណាខ្ញុំរលុយអត់បានមានក្រុមហ៊ុនខ្លួនឯងមានវិឡាខ្លួនឯងមានផ្ទះនៅល្អមានឡានទំនើបមានក្រុមហ៊ុនខ្ញុំអត់មកជន់ស្រុកខ្មែរវិញទេខ្ញុំនិយាយម៉ាក់ហើយពេលហ្នឹងមកគឺខ្ញុំចាញ់ពីប្រទេសចាពេលវេលាដែលចាញ់ពីប្រទេសក្នុងខ្លួនខ្ញុំមានតែ 1000 រៀលទេខ្ញុំមានលុយទិញបាយញ៉ាំទេចាហើយពេលវេលាហ្នឹងយើងរកលុយបានជាបានចាយគឺពេលវេលាដែលយើងបាត់បង់ទាំងអស់គឺ
ឪពុកយើងកាត់កាយយើងគ្រួសារយើងបងប្អូនយើងមានណាជួយយើងទេចាអត់មានលទ្ធភាពនឹងជួយយើងចាពូមីងក៏អត់តែអ្នកដែលលើកទឹកចិត្តរបស់ខ្ញុំគឺមានពូរបស់ខ្ញុំជាមិត្តរបស់ប៉ាខ្ញុំណាមិនមែនពូបកើតទេគាត់ ចា គាត់មើលយើងពីក្មេងគាត់ដឹងថាយើងមានកំណើតយើងមានគំនិតអញ្ចឹងគាត់ថាហៅត្រឡប់មកវិញមកគាត់មានទុនឲ្យរកស៊ីតែប៉ាអត់ទេ នៅតែដាច់ខាត នៅដាច់ហាងការគាត់ថាគាត់គ្មានកូនដែលល្ងងអញ្ចឹងទេហើយមិនបាច់ឲ្យលុយវារកស៊ីទេខ្ញុំជម្រាបទៅពូនឹងមីងវិញថាខ្ញុំអរគុណពូនឹងមីងដែលនៅតែទទួលស្គាល់ថាក្មួយមានកំណើតអញ្ចឹងក្មួយអត់ត្រូវការលុយពូមីងទេអរគុណតែប៉ុណ្ណឹងគឺខ្ញុំចាំគាត់មួយជីវិតថានៅពេលដែលខ្ញុំធ្លាក់អ្នកណាខ្លះដែលគេលើកទឹកចិត្តយើងគេចាំផ្ដល់ឱកាសឲ្យយើងហើយអ្នកណាខ្លះដែលជន់យើងនឹងមើលងាយយើងចាំតែសួរថាយើងត្រឡប់មកសងសឹកយើងអត់ទេគឺនៅពេលណាដែលយើងកាន់តែធ្លាក់យើងកាន់តែទៅរឹងមាំព្រោះនៅពេលដែលយើងធ្លាក់ខ្លាំងមិនមែនយើងទៅលោតទឹកស្ពានជ្រោយចង្វាហើយយើងចប់រឿងទេចាពេលវេលាហ្នឹងគឺពេលវេលាដែលខ្ញុំបិទទូរស័ព្ទហើយម៉ាក់ខ្ញុំខលក៏ខលអត់ចូលគាត់ភ័យក៏ខ្លាចថា ទៅសម្រាប់ខ្លួន យើងទៅសម្រាប់ខ្លួនណាតែយើងអត់ទេពេលហ្នឹងគឺខ្ញុំទៅវត្តខ្ញុំទៅស្ដាប់សម្ដេចសង្ឃគាត់ទេគាត់ថាគាត់ដាក់ឈ្មោះខ្ញុំនីលលៈចានីលៈថាបណ្ណាលីពេលហ្នឹងកំឡុងពេលឆ្នាំហ្នឹងគឺឆ្នាំដែលខ្ញុំលេខសូត្រដែលទៅអស់ជីវិតចាប៉ុន្តែជាពេលវេលាមួយដែលខ្ញុំគ្រោះថ្នាក់ចរាចរណ៍ទៀតចាខ្ញុំមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទៀតចឹងទៅគឺថាជីវិតណានៅពេលដែលយើងកាន់តែធ្លាក់យើងកាន់តែប្រឹងលោតឡើងឲ្យខ្ពស់កុំអស់សង្ឃឹមខ្ញុំគិតថាពេលហ្នឹងបើសិនជាអ្នកផ្សេងអាចនឹងទៅលោតទឹកស្ពានជ្រោយចង្វាតែខ្ញុំបែរជាទៅវត្តទៅស្ដាប់លោកទេហើយខ្ញុំបិទទូរស័ព្ទហើយគ្រប់គ្នាគេភ័យខ្លាចខ្ញុំនឹងស្លាប់ខ្លួនតែខ្ញុំអត់ស្លាប់ទេដល់ពេលហើយក្រោយមកខ្ញុំជួបម៉ាក់មុនពេលខ្ញុំចេញទៅក្រៅខ្ញុំជួបម៉ាក់ទី1យកអត់មានលុយទេអត់មានលុយទិញបាយញ៉ាំបាយកាលហ្នឹងមានប្អូនគាត់រៀនប្អូនជីដូនមួយរៀនក្នុងផ្ទះគេតែញ៉ាំបាយអស់មានបាយសញ៉ាំជាមួយអំបិលម្ទេសយើងញ៉ាំក្នុងកំឡុងពេលហ្នឹងវាឲ្យម៉ាក់គាត់មកវាសាមានតែចេញទៅក្រៅប្រទេសហើយនៅហ្នឹងបើប៉ាឃើញក៏គាត់រករឿងដែរចារហូតគាត់និយាយថាតែឃើញណាស្លាប់ចោលកន្លែងហ្នឹងគាត់ប្រើពាក្យហ្នឹងទៀតថាគ្រូតូចចិត្តទេពេលហ្នឹងតូចចិត្តប៉ុន្តែកាន់តែចង់ឈ្នះនៅពេលដែលសម្ដីហ្នឹងមកពឹបយើងតូចចិត្តយើងជាកូនណាហើយខ្ញុំគិតមួយថាខ្ញុំកូនខ្លាខ្ញុំមិនកូនឆ្កែអញ្ចឹងដាច់ខាតខ្ញុំអត់ឲ្យសម្ដីរបស់គាត់មកបំផ្លាញអនាគតខ្ញុំទេពេលវេលាហ្នឹងគឺយើងធ្លាក់ទូស្គាល់ធ្លាក់ខ្លាំងមានលុយ1000រៀលយើងអ្នកណាក៏គិតថាអាចនឹងទៅឲ្យស្ពានជ្រោយចង្វាទៅចាពេលវេលាហ្នឹងម៉ាក់ក៏គាត់ថាទៅបញ្ជូនចេញក្រៅប្រទេសហើយអត់មានលុយបានចដូនមួយខ្ញុំហ្នឹងគេឲ្យខ្ចីលុយចាសម្រាប់ចេញទៅក្រៅប្រទេសចេញទៅយើងអត់ចេះភាសាទៀតកាលហ្នឹងខ្ញុំចេញទៅរៀននៅប្រទេសថៃខ្ញុំគិតថាទៅសិនទៅមកចេញទៅស្មាយទៅសិនពួកយើងពេលហ្នឹងគឺក្រោមសូនហើយមិនមែនធំសូនទេក្រោមសូនដល់ពេលទៅយើងអត់ចេះភាសាចាដល់ពេលចេះភាសាអត់ដឹងនិយាយមិនតែយើងបានភាសាអង់គ្លេសខ្លះចាពេលហ្នឹងក៏ឱកាសរបស់ខ្ញុំទៅសុខចិត្តថាធ្វើម៉េចយើងចង់រៀនភាសាហ្នឹងយើងទៅដាក់ពាក្យធ្វើការជាអ្នកបោកអ៊ុតណានៅក្នុងហាងបោកអ៊ុតមួយចានៅក្នុងខុនដូមួយនៅថៃហ្នឹងនៅគេមានហាងបោកអ៊ុតគេនៅហ្នឹងដល់ពេលខ្ញុំធ្វើការបានប្រហែលជា7ថ្ងៃដល់ពេលតកែហ្នឹងគាត់អត់សូវមានពេលនៅទេហើយអញ្ចឹងគាត់ខ្វះអ្នកគ្រប់គ្រងហើយដល់ពេលយើងធ្លាប់ជំនាញយើងគ្រប់គ្រងចាអញ្ចឹងគាត់ថាឲ្យខ្ញុំកុំធ្វើជាបុគ្គលិកធ្វើជាអ្នកគ្រប់គ្រងហើយ share ភាគរយមួយគាត់ឲ្យយើង 40% គាត់យក 60%វាជាឱកាសរបស់ជាឱកាសមួយយើងគិតថាយើងប្រឹងធ្វើប៉ុន្តែឱកាសរបស់ខ្ញុំដែលខ្ញុំចង់ធ្វើហ្នឹងគឺទី1ខ្ញុំចង់រៀនភាសាសិននៅពេលដែលខ្ញុំបានចេះភាសាខ្ញុំដឹងថាខ្ញុំធ្វើអីគួរតែបំបែកទៅណាហើយហ្នឹងខ្ញុំបានជួបខាងថៃដែលគេចរិតល្អគេថាណាលីរៀនភាសាឲ្យចេះហើយខ្ញុំដឹងថាអ្នកឯងគួរធ្វើអីហ្នឹងគឺសាស្ត្រាចារ្យដែលបរៀននៅសាកលវិទ្យាល័យចាក៏គាត់ប្រាប់តែខ្ញុំថាអូខេខ្ញុំនឹងព្យាយាមរៀនអញ្ចឹងយើងគិតថាដាក់កំហិតខ្លួនឯងថា3ខែត្រូវតែចេះ
ចឹងនៅក្នុងហ្នឹងកន្លែងយើងគេងកន្លែងយើងគេងតូចទេតែជុំវិញហ្នឹងគឺខ្ញុំទៅសរសេរទាំងអស់ហើយភាសាថៃប្រែទៅអង់គ្លេសប្រែមកខ្មែរអញ្ចឹងយើងបិទតាំងពីដានជុំវិញយើងបិទទាំងអស់ដើម្បីយើងចង់ដឹងថាយើងងាកទៅណាក៏យើងឃើញយើងងាកថាយើងឃើញអញ្ចឹងដល់ពេលយើងចេះភាសាហ្នឹងហើយយើងទៅហាត់រៀនជាមួយអ្នកដែលនៅជុំវិញហ្នឹងទៅរាល់ថ្ងៃទៅយើងចេះ3ខែយើងអាចទាំងនិយាយទាំងសរសេរទាំងអីបានទាំងអស់ទៅពេលយើងចេះហ្នឹងយើងសុំលាឈប់យើងធ្វើការខ្លួនឯង từ ca luôn ấy giờ ca thằng bà xin thì dựng phớ bà bài hội thực ta bạc hai cái vì tịch Ban tịch chà chắc người ta bên nó có tôn cái thưởng riêng không xoay thì ở toàn này chà cô là ruột chừa ở toàn trừ bây chẳng tức là chùa squall nè đần đằng kia là đài chẳng mình tha bây khác thay mi lõ mi đạp cọ chà tại cọ cho ra chưa là chà đừng chăng chà nè chân này mi cứ cho ra chân chuyện nằng chân tới con tha ជាឱកាសមួយហ្នឹងគឺខ្ញុំស្គាល់អ្នកព្រំដែនអញ្ចឹងហើយទៅយកអីវ៉ាន់ពីព្រំដែនយកទៅលក់ដល់នោះហើយអីវ៉ាន់ខ្មែរយើងល្អយកទៅលក់នៅក្នុងបាងកកហ្នឹងអញ្ចឹងយើងបានចំណេញហ្នឹងណាចាយើងបានហ្នឹងហើយជាដើមទុនតិចទៅបានក្នុងហ្នឹងជនជាតិថៃថាគាត់សួរថាអ្នកឯងមានចំណេះជំនាញល្អប៉ុន្តែបាត់ឱកាសហេតុអីមិនសាកទៅរៀនហុងស៊ុយមើលដើម្បីយើងចង់ដឹងថាយើងគួរដើរផ្លូវណាខ្ញុំថាខ្ញុំអត់ជឿទេ ខ្ញុំអត់ជឿលើជំនឿហ្នឹងទេគាត់ថាសាកតែម្ដងនឹងដឹងហើយគាត់ណែនាំឲ្យតែរៀនបាសចំគ្រូដែលល្បីខ្លាំងនៅថៃគឺលេខ1នៅថៃហ្នឹងគឺវិទ្យាសាស្ត្រហ្មងហោះសុយវិទ្យាសាស្ត្រមិនមែនជំនឿទេខ្ញុំថាហោះសុយសាក់ជំនឿថាអត់មែនទេគាត់ recommend ទៅ recommend ខ្ញុំក៏ទៅសាកមើលចាដល់ពេលទៅសាកមើលថ្ងៃទី1ហ្នឹងហ្មង តែទៅរៀនហ្នឹងថ្ងៃទី1ទៅតែមុននេះសំឆ្លងតិចមុនពេលដែលយើងទៅរៀនហ្នឹងខ្ញុំទៅសอบឃើញលោកគ្រូខ្ញុំថាខ្ញុំនឹងជួបមនុស្សម្នាក់ដែលអាចកែវាសនាខ្ញុំបានអូចាហើយខ្ញុំអត់ដឹងថាណាគេទេតែពេលហ្នឹងខ្ញុំក៏ទៅខ្ញុំក៏អត់ចាប់អារម្មណ៍ចាហើយរួចហើយនៅក្នុងរស័ព្ទដែលឲ្យយើងឃើញហ្នឹងថាអ្នកឯងទៅចាំថាធ្វើការងារអីក៏ដោយ ឲ្យតែបំរើផលប្រយោជន៍រួមធ្វើឲ្យគេជោគជ័យកាន់តែខ្លាំងអ្នកឯងកាន់តែជោគជ័យកាន់តែខ្លាំងមកប្រាប់យើងអញ្ចឹងហើយខ្ញុំអាប្រសាហ្នឹងពេលហ្នឹងយើងនៅខ្ចីដែរធ្វើដែរយើងអត់ដឹងថាតែយើងគួរតែធ្វើអីចាដល់ពេលអញ្ចឹងក៏សាក់លបងទៅរៀនថ្ងៃទី1ហ្នឹងចាប់ទៅដល់ឱកាសអីក៏ទៅវាជាវាសនាមែនសត្វតែលោកគ្រូគាត់និយាយថានោះគាត់ទៅញ៉ាំបាយពេលល្ងាចអ្នកណាទៅញ៉ាំបាយមួយគាត់ ចឹងណាក៏មាន4 10នាក់ដែរគេទៅញ៉ាំបាយខ្ញុំក៏ទៅឆ្លៀតទៅដែរដល់ពេលទៅញ៉ាំបាយគេ share គ្នាទៅម្នាក់300 បាតអីចឹងគេ share ចឹងណាចាដល់ពេលទៅគាត់មើលមកយើងអង្គុយមើលមកអញ្ចឹងគាត់មើលគាត់និយាយហ្មងជួបបញ្ហាអីមើលមកដូចស្ដឹងពីយើងហ្មងថាដូចគាត់យើងនៅមួយយើងចឹងពេលហើយគាត់យកថ្ងៃខែឆ្នាំកណាត់ខ្ញុំនៅមើលទៅថាឆ្នាំនេះខែនេះមានគ្រោះថ្នាក់ចរាចរណ៍2 ដងមែនអត់ ចាហើយទឹមតែបាត់បង់លុយធំមែនអត់ឥឡូវកំពុងតែពិបាកដឹងទាំងអស់ហើយដល់ពេលយើងឃើញអញ្ចឹងមនុស្សអត់ដែរស្គាល់គ្នាប៉ុណ្ណឹងទី1ខ្ញុំអត់ដែរស្គាល់លោកគ្រូហើយអ្នកដែលក្នុងតុកនឹងទាំងអស់ខ្ញុំអត់ដែរស្គាល់ទាំងអស់ហើយយើងចំណូលថ្មីសិតសាតដល់ពេលអញ្ចឹងខ្ញុំចាប់អារម្មណ៍ហ្មងចាប់អារម្មណ៍ឲ្យគាត់សួរគាត់ទៀតណាទៅគាត់និយាយទាំងអស់ថាតំណែងតំណងខ្ញុំជាមួយប៉ាខ្ញុំមិនម៉េចជាមួយគ្រួសារខ្ញុំមិនម៉េចបងប្អូនខ្ញុំមិនដឹងទាំងអស់ ចឹងមកខ្ញុំចាប់ថាអូវិជានេះមានពិតចឹងយើងជួបពិតដែរជួបរបស់ពិតដែរចឹងយើងក៏ចាប់ដើមរៀនសម្រាប់ចាប់ដើមរៀនហើយចូលដាក់ទី2ចាប់ដើមរៀនហើយចូលមើលខ្លួនឯងវិញមើលទៅខ្លួនឯងមើលតែដិតកាខ្លួនឯងថាឆ្នាំណាយើងជួបរឿងអីមានបញ្ហាអីគឺដូចបាច់បាត់ចាចឹងគឺចាប់ដើមដាក់ចិត្តរៀនដល់ពេលដាក់ចិត្តរៀនយើងត្រូវការបង់លុយច្រើនចាអ្នកគ្រូទៅរកចំណូលបែបណាទៅដើម្បីផ្គត់ផ្គង់ការរៀនគឺចាប់ដើមធ្វើការធ្ងន់មែនតើពេលហ្នឹងទី1យើងទទួលភ្ញៀវសម្រាប់គាត់ទៅលេងនៅថៃយកបកប្រែអ្នកបកប្រែជាកាយជូនជាពិសេសដូចមានបរទេសពីខាងម៉ាឡេមកអីក៏ទៅអញ្ចឹងគឺយើងបកប្រែដល់ពេលយើងបកប្រែ private យើងបានចំណូលខ្ពស់ហ្នឹងហើយបានចំណូលខ្ពស់អញ្ចឹងមួយថ្ងៃយើងបាន 3000 2000 ជាង 3000 ណាដល់ពេលអញ្ចឹងទៅមួយខែយើងមាន case ច្រើនអញ្ចឹងយើងបានចំណូលហ្នឹងហើយដែលយើងអាចទៅរៀន តែប៉ុន្តែជីវិតអ្នកគ្រូតស៊ូខ្លាំងកាយផងចាលក់អវ៉ាន់ផងទៅមកពុតអីគេផងចាចាំមិនថាខ្ញុំសួរថាអីហេតុអីបាន
អ្នកបោកអ៊ុតខ្ញុំថាមិនមែនទេគេអត់មានបោកអ៊ុតចឹងទេគេខ្ញុំដឹងរបៀបបោកអ៊ុតទៀតអញ្ចឹងចាអ្នកនៅជាមួយខ្ញុំវិញសត្វតែបរៀនទាំងអស់ចាអញ្ចឹងហើយនៅពេលដែលយើងចាប់ផ្ដើមរៀនបានច្រើនមានដល់ចំណុចមួយហ្នឹងអឺយើងយកលុយទៅបងថ្លៃរៀនអស់ហើយយើងអត់មានលុយទិញបាយញ៉ាំចាអត់មានលុយទិញបាយញ៉ាំយើងមានតែទិញ សំណោះខ្លួនឯងទេអ្នកគ្ ចា រូ ញ៉ាំមីយើងទិញមីមកកញ្ចប់ហ្នឹងយើងញ៉ាំព្រឹកងាយបាយជាពីរញ៉ាំព្រឹកងាយ ដើម្បីបែងចែកថាងាយឡើងកុំឲ្យអត់ កុំឲ្យអត់ ដល់ក៏មានអីមួយម៉ាត់ ចា ដើម្បីយើងធ្វើការ តែ ច្រើន សុខចិត្តធ្វើម៉េចយកលុយទៅបង់សាលាសិន ហឹម អញ្ចឹងបានខ្ញុំគិតថាមនុស្សម្នាក់បើសិនជាគ្មានការតស៊ូគឺចាប់ហើយគាត់អាចជោគជ័យហើយពេលហ្នឹងគឺវាដូចសម្ដីដែលប៉ាយើងឌីលយើងថាយើងអន់ហ្នឹងហ្មងអញ្ចឹងដោយសារសម្ដីមួយហ្នឹងវាធ្វើឲ្យយើងថាមិនអាចដួលដែរមិនអាចដួលដាច់ នៅពេលដែលអ្នកគ្រូផ្ដាច់ខ្លួនចេញពីនេះផ្ដល់ដំណឹងជូនម៉ា អ ក់ ត់ទាំង ទេ អស់ ហេតុអីបានជារើសផ្លូវហ្នឹង ពួកខ្ញុំគិតថានៅពេលដែលខ្ញុំអត់ជោគជ័យខ្ញុំមិនឲ្យអ្នកណាដឹងថាខ្ញុំនៅណាធ្វើអីខ្ញុំពិបាកប៉ុណ្ណាអញ្ចឹងខ្ញុំជាទម្លាប់ក្នុងពេលរយៈពេលហ្នឹងជិត3ឆ្នាំដែលខ្ញុំអត់តាក់ទងមកផ្ទះចារហូតដល់ពេលខ្ញុំរៀនចប់ហើយខ្ញុំប្រើពេលជាង1ឆ្នាំដែលខ្ញុំអាចធ្វើការនៅនឹងយើងអាចមានផ្ទះយើងអាចមានឡានមានក្រុមហ៊ុនអីនៅនឹងបានប៉ាគាត់ទៅលេងនៅថៃ ក៏ជួបចៃដន្យ ជួបនៅផ្ទះបងចដូនមួយ អូ ខ្ញុំទៅលេងបងយើងហៅទៅគាត់ឃើញយើងគាត់នឹកស្មាននេះចាតែគាត់សួរថាជិះអីមកខ្ញុំថាខ្ញុំជិះឡានខ្ញុំមកហើយដល់បងបងចដូនមើលថាទៅលេងផ្ទះលេងអត់អញ្ចឹងណាគាត់ភ្ញាក់ហ្មងថាហេតុអីបានខ្ញុំអាចមានផ្ទះនៅនឹងបានអាចមានក្រុមហ៊ុននៅនឹងបានអញ្ចឹងណាអញ្ចឹងគឺយើង start ពីការយើងរៀនហុងស៊ុយហើយយើងយកហុងស៊ុយហ្នឹងមក ជួយខ្លួនឯង មកជួយខ្លួនឯងហើយយើងធ្វើ business នៅនឹងថៃនឹងផងនាំអីវ៉ាន់យើងចូលផងហើយយើងរៀនតែដល់ពេលខ្ញុំរៀនចប់ខ្ញុំអាចពង្រឹងសមត្ថភាពខ្លួនយើងបាទថាយើងអាចប្រឹងមាំហើយខ្ញុំអង្គុយគិតថាបើសិនជាខ្ញុំឈានមួយជំហានទៀតដោយសារខ្ញុំឆែកទៅសញ្ញាបត្រនៅនឹងគេអត់ទទួលស្គាល់ជា worldwide ទេ ចាអញ្ចឹងទៅខ្ញុំគិតថាខ្ញុំទៅប្រឹងមកជំហានទៀតដែលខ្ញុំទៅតែទៅយកសញ្ញាបត្រmaster នៅសិង្ហបុរីខ្ញុំក៏បន្តទៅរៀននៅសិង្ហបុរីទៀតតោះខ្ញុំចប់នៅសិង្ហបុរីហើយយើងបានឱកាសធំហ្មងពេលហ្នឹងនៅពេលដែលចប់យើងធម្មតាខ្ញុំចូលចិត្តពិសោធន៍ ចា នៅពេលយើងរៀននៅលោកគ្រូគាត់និយាយថាទៅចាំណាវិជ្ជាហុងស៊ុយគឺជាវិជ្ជាមួយដែលមានវិជ្ជាបន្លំច្រើនចាអញ្ចឹងវិជ្ជានៅក្នុងសម័យបុរាណហ្នឹងគឺមានវិជ្ជាពិតនិងវិជ្ជាคล้ายៗដែលគេវិជ្ជាពិតគឺតែងតែនៅក្នុងសំណាក់របស់រាជវង្ស ចាដល់ពេលវិជាคล้ายគឺគេទៅសេសម្រាប់អីប្រជាពលរដ្ឋប្រើ សម្រាប់លក់ សម្រាប់លក់ចាអញ្ចឹងហើយបានថាទៅចាំថានៅពេលរៀនបើចង់ដឹងថាវិជានឹងពិតឬមិនពិតត្រូវពិសោធន៍ដោយខ្លួនឯងសិនចាប៉ុន្តែគាត់ប្រាប់ថាគាត់ពិសោធន៍អស់ហើយហើយខ្ញុំនៅចូលចិត្តដែរថាគាត់នៅលឺតែនិយាយយើងអត់ជឿទេរហូតដល់ពេលការជំនាន់ខ្ញុំរៀនហ្នឹងធម្មតាហុងស៊ុយវាមានយិនយ៉ាង ចា អាក្រក់និងល្អហ្នឹងណា សខ្មែរចា ដល់ពេលគ្រប់ការងារហ្នឹងគឺគាត់នៅពេលដែលរៀនហើយគាត់ពិសោធន៍យកហេងតែខ្ញុំពិសោធន៍យកស៊យ ចា ចឹងខ្ញុំគិតថាបើអ្នកគ្រប់គ្នាពិសោធន៍ហេងចុះស៊យពិតអត់ចាចឹងនៅក្នុងថ្ងៃដែលពិសោធន៍ហ្នឹងយើងអាចតេស្តដល់ណាទៅពេលយើងរៀនកាន់តែជ្រៅយើងចាប់ផ្ដើមយកថាថ្ងៃនេះយើងជួបរឿងអីចាថ្ងៃនេះយើងជួបរឿងអីបើយើងតេស្តនៅក្នុងថ្ងៃនេះកន្លែងណាហេងកន្លែងណាស៊យ ចឹងដល់ពេលមិត្តភ័ក្តិដែលរៀនជុំគ្នាគេតេស្តយកហេងដើម្បីយកលៀបខ្ញុំតេស្តយកស៊យខ្ញុំចង់ដឹងថាហ្នឹងពិតអត់ចាតែតេស្តដំបូងយើងគាត់តែតេស្តថាស៊យហ្មងបានហើយបើគិតថាចូលពេទ្យនឹងចូលពេទ្យហ្មងចាចូលពេទ្យមែន ចឹងខ្ញុំចង់ដឹងថាបើសិនជាតេស្តអញ្ចឹងខ្ញុំអាចនឹងឈឺតែគាត់ថាឈឺមិនជាធ្ងន់ទេគាត់តេស្តដល់ពេលតេស្តមើលទៅជាធម្មតាពេលព្រឹកគឺខ្ញុំសុខភាពធម្មតាទេតែល្ងាចយើងចាប់ដើមឈឺរាគរូសចូលពេទ្យមែន ហើយពេលហ្នឹងក៏គិតថាចៃដន្យនេះ ចៃដន្យ ចេះមនុស្សចេះហើយជឿអីដែលតនៅវិស័យខ្លួនឯងចាស្រាប់ដល់ពេលដែលយើងជាពីជំងឺហ្នឹងមកផែ2សប្តាហ៍សួរបួរសុខភាពម្ដងទៀតចង់តេស្តម្ដងទៀតតែតេស្តម្ដងទៀតតេស្តរៀងធ្ងន់ជាងមុនពីមុនតេស្តទៅមកត្រួតទេយើងប៉ះតែមកត្រួតទេតែលើកក្រោយតេស្ត4ត្រួតតែតេស្ត4ត្រួតស្គាល់ហើយតែយើងនៅហ្នឹងចាប់ដើមរៀង គ្រាន់បើយើងអាចស្គាល់គេខ្លះហើយខ្ញុំថាបើសិនតែខ្ញុំតេស្ត4ត្រួតបើខ្ញុំចូលពេទ្យ
ធ្វើម៉េចទៅព្រោះ ឲ្យ យើងនៅម្ ទា នាក់ ន់ ឯង ចា 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 នៅគឺម្នាក់ឯងសុទ្ធសាធហ្មង ចឹងទៅប្រាប់ call ទៅមិត្តភក្តិដែលជាគិលានុថវិកានៅពេទ្យ ហើយប្រាប់ថាផ្ទះខ្ញុំបើកគាត់ស្គាល់ផ្ទះខ្ញុំហ៎ ចា ចា បើកចាក់សោបអីបើកសោបអីស្រួលបួល តែបើករណីខ្ញុំមានរឿងអីក៏ខ្ញុំ call 1រើទៅយកឡានអស់ម្លងហ្នឹង ឡានពេទ្យមកដឹកខ្ញុំ ចា តែមែន ល្ងាចហ្នឹងយើងចូលពេទ្យមែន តែចូលលើកនេះគឺធ្ងន់ចូល ICU ចា ចា ដល់ពេលយើងចូល ICU យើងតេស្តចំទិសជំងឺ ចា ជំងឺមកត្រួតទៅមករាករូសធម្មតា ដល់ពេលធ្ងន់យើងប៉ះ ដល់ ខ្លាំង ជីវិត ធ្ងន់ ចា ហ្មង ដល់ពេលអញ្ចឹងគេចូល ICU មែន ហើយដល់ពេលហើយ ជឿ ហើយ ណា យើង អី ជា ត្រួត 4 ទៀតហ្នឹងណាគ្រូ ជឿ លើកទី ចាំ 2 ជឿ ហើយលោកគ្រូក៏ថាតេស្តទៀតអត់ គេថាឈប់ហើយ 4 ត្រួតប៉ុណ្ណឹងឯងហាងទៅតេស្ត 6 ត្រួត ចា 6 7 ត្រួតឡើងអាហ្នឹងហានិភ័យដល់អាយុជីវិត អញ្ចឹងបានខ្ញុំច្បាស់ថាវិជ្ជានេះមិនមែនជាជំនឿទេ ព្រោះជាការគណនាថាមពលចក្រវាឡ វិជ្ជមាននិងអវិជ្ជមាន អញ្ចឹងថាមពលល្អវាធ្វើឲ្យជីវិតយើងរុងរឿង ថាមពលមិនល្អធ្វើឲ្យជីវិតយើងធ្លាក់ចុះ អញ្ចឹងយើងបែងចែកដាច់ថាយើងចង់ល្អឬចង់មិនល្អ អញ្ចឹងយើងជៀសឲ្យមិនល្អ យើងទៅនៅតែកន្លែងដែលល្អ គឺធ្វើឲ្យការគិតយើង ការសម្រេចចិត្តយើងត្រូវ អញ្ចឹងអាហ្នឹងគឺយើងយកពិសោធន៍ ហើយយករួចហើយបន្ទាប់ពីហ្នឹងរៀនហើយទៀត ខ្ញុំសំណាងជាងគេចំណុចមួយ ខ្ញុំអភ័ព្វរឿងគ្រួសារ តែខ្ញុំសំណាងរឿងខ្ញុំមានគ្រូល្អ គ្រូខ្ញុំដែលបរៀនខ្ញុំគឺគ្រូដែលធំៗហ្មង គឺលំដាប់ជួរមុខរបស់អន្តរជាតិ លំដាប់ពិភពលោក ចា នៅថៃគេលេខ 1 នៅថៃ ទៅសិង្ហបុរីលេខ 1 សិង្ហបុរីហើយលេខ 1 ពិភពលោកទៀត ចា ហើយមានលេខ 1 លេខ 2 ពិភពលោក លេខ 3 ពិភពលោក គឺពីលេខ 1 ដល់លេខ 3 គ្រូខ្ញុំ ជា Grand Master ទាំងអស់ អញ្ចឹងគាត់ថា specialist របស់គាត់ ជំនាញរបស់គាត់ផ្សេងៗគ្នា ជំនាញខាង Yin Feng Shui គឺខាងធ្វើរៀបម៉ុងរៀបអីហ្នឹង គឺ Yin Feng Shui គឺមានជំនាញផ្សេង យ៉ាងទៅជំនាញផ្សេង អញ្ចឹងខ្ញុំរៀនមកផ្គុំគ្នាទាំងអស់ អញ្ចឹងយើងអត់យក specialist មួយទេ យើងយកមកទាំងអស់ ដល់ពេលយើងយកមកទាំងអស់យើងពិសោធន៍ ចា ពិសោធន៍ត្រឡប់មកវិញពិសោធន៍លើភ្នូរដូនតា ខ្លួនឯងទៀត ចា កង់របស់ខ្ញុំហ្នឹងដាក់មកកន្លែងហ្នឹងលិចទឹក ហើយខ្ញុំប្រាប់ថាគួរលើក ចា បងប្អូនច្រើនណោះ ហើយយើងចៅហ្នឹង ចៅហើយគេថាធម្មតាគេមិនសូវជាអ្នកជឿ ចា អញ្ចឹងខ្ញុំថាអត់អីទេ បើមិនលើកអត់បញ្ហា ខ្ញុំកែឲ្យតែបងប្អូនខ្ញុំទេ អញ្ចឹងអ្នកមិនជឿគឺរបស់គេ អញ្ចឹងក៏ខ្ញុំចាប់ផ្ដើមកែតែបងប្អូនខ្ញុំ អញ្ចឹងទុកនឹងទុកចោល តែចុងក្រោយអ្នកដែលឡើងតែគ្រួសារខ្ញុំឯង គ្រួសារផ្សេងៗគឺធម្មតា ចាំម្ដងថ្ងៃនេះគាត់ជឿដែរគ្រូនៅ ជឿឥឡូវចាប់ផ្ដើមចង់ឲ្យលើក អូ ចឹងមកដល់ពេលខ្លះខ្ញុំអត់ដែល ទៅ បង្ខំនរណាម្នាក់ឲ្យជឿទេ តែឲ្យពិសោធន៍នៅអ្វីដែលខ្ញុំនិយាយ អ្នកគ្រូអាចជំរាបជូនបានទេថាពាក្យថាចិនសែ ចិនសែបែបណាទៅទើបជាចិនសែពិតប្រាកដ ពាក្យថាចិនសែហ្នឹងឥឡូវប្រើហួសសម័យហើយ សម្រាប់តែជំនាន់មុនដែលជនជាតិចិនឬក៏អ្នកកូនកាត់ចិនដែលរៀននេះឥឡូវបរទេសពួកអាកាំងច្បោះស្រួចរៀននោះគេលេងប្រើចិនសែគេប្រើ Feng Shui Master អញ្ចឹង Feng Shui Master បើយើងប្រើយកក្បួនវាមានក្បួន 2 ទី 1 គឺជំនឿសាសនា Feng Shui បែបជំនឿសាសនាយកជំនឿមកផ្គួបផ្សំរៀបចំការសែនព្រេនបួងសួងធ្វើពិធីកម្ម តែបើ Feng Shui បែបជាសាសគឺអត់ទេ ចា គឺដឹងថាការរៀបចំដេគ័របែបនេះធ្វើឲ្យធម៌ពលជីវិតយើងល្អម៉េចដេគ័របែបនេះ support ការគិតរបស់យើងម៉េចដេគ័របែបនេះ support សុខភាពយើងម៉េចអាហ្នឹងពាក់ព័ន្ធនឹងសិល្បៈនៃការដេគ័រនិងទាញធម៌ពលខ្យល់ឲ្យវាត្រូវតាមទិសតារាសាស្ត្រល្អមកប្រើអញ្ចឹងធ្វើឲ្យផ្ទះយើងមានស្ថានសុខភាពអាហ្នឹងគឺ Feng Shui អាហ្នឹងគឺជួយបានច្រើន ចា ខ្ញុំមានពាក្យចចាមអារម្មណ៍ជាច្រើនដែលជាពិសេសនៅក្នុងកំឡុងពេលដែលខ្ញុំថតរូបមួយអ្នកគ្រូជាដើម ចា ចាឬក៏ទៅណាជួបអ្នកគ្រូដែលចៃដន្យអីចឹងទៅពេលដែលខ្ញុំផុសរូបអញ្ចឹងទៅមានអ្នកខ្លះគាត់ដើរមកជួបខ្ញុំអញ្ចឹងទៅគាត់តែងតែប្រឡូយពាក្យថាខ្ញុំតែចាញ់បោកដល់គ្រូអីខ្លះចាចំណាយលុយអស់ប្រហែលម៉ឺនហើយអីតិចគេបោកឲ្យទៅទិញដីទៅទិញតាមគេគ្រាន់ធ្វើដីលក់អីចឹងទេ ចាអានេះខ្ញុំជំរាបជូនអ្នកគ្រូអញ្ចឹង ចា ពេលដែលធម្មតាអ្នកគ្រូឈរនៅក្នុងលំដាប់នេះតែងតែទទួលការវាយប្រហារ ចា ហើយអ្នកគ្រូយល់យ៉ាងម៉េចដែរចំពោះការវាយប្រហាររបស់អ្នកដតីទាំងអស់នោះហើយហេតុអីបានជាអ្នកគ្រូនៅតែរក្សាភាពស្ងប់ស្ងាត់ហាក់ដូចជាមិនអើពើ សម្រាប់ខ្ញុំគិតថាការវាយប្រហារទី 1 គាត់អាចមកពីអត់ទាន់ស្គាល់យើង ចា ទី 2 គឺគាត់អត់បានសិក្សាពីបានយល់ដឹងពីវិស័យហ្នឹងច្បាស់វិជ្ជាហ្នឹងច្បាស់ដូចករណីដូចពីខ្ញុំពីមុនអញ្ចឹងខ្ញុំអត់ជឿចង់អ្នកណានិយាយក៏ខ្ញុំអត់ជឿដែរថាហ្នឹងបានជួយពិតតែដោយសារសម្រាប់ខ្ញុំជឿដោយសារខ្ញុំកែខ្លួនខ្ញុំបានហើយ
ចាពីមុនខ្ញុំឈឺខ្ញុំមានបញ្ហាជំងឺបេះដូងខ្ញុំមានបញ្ហាថ្លើមប៉ុន្តែខ្ញុំកែខ្លួនខ្ញុំជាអស់ហើយសុខភាពខ្ញុំល្អពីមុនដើរល្វត់ល្វន់ដោយស្បូវកណ្ដបស្គមអញ្ចឹងឥឡូវគឺខ្ញុំធ្វើការជំនួយការខ្ញុំ4នាក់ទៅអត់ជាប់ទេចាអញ្ចឹងយើងគិតថានៅពេលដែលយើងកែខ្លួនយើងហើយយើងដឹងថាវិជាហ្នឹងវាពិតឬមិនពិតហើយមិនមែនតែត្រឹមតែយើងទេចាពួកអីធម្មតាកាលណាខ្ញុំរៀនពីគ្រូខ្ញុំធំគាត់ consultant តា level ទៅស្ថិតនៅហុងកុងស្ថិតនៅសិង្ហបុរីរហូតដល់ government សិង្ហបុរីរហូតដល់រៀបហុងស៊ុយប្រទេសបើសិនជារឿងនឹងមិនមែនពិតគាត់អត់អាចឈរជើងនឹងបានទេចាហើយបើករណីយើងរៀបឲ្យគេខុសខ្ញុំឧទាហរណ៍ថាយើងរៀបខុសយើងអត់អាចល្បីបានទេចានឹងចំណុចហ្នឹងអញ្ចឹងរឿងហ្នឹងដូចគ្នាវិជាបើយើងបើប្រើពិតវានឹងល្បីតគ្នាបើល្អពិតគឺល្បីតគ្នាតែបើមិនល្អទេគឺផ្សាបទៅខ្លួនឯងទេចាអញ្ចឹងចំណុចហ្នឹងអ្នកខ្លះគាត់អាចវាយប្រហារទី1មកពីអត់ស្គាល់យើងទី2គាត់អត់យល់ពីចំណេះជំនាញទី3គាត់ដឹងដែរប៉ុន្តែគាត់ចំណានចាចំពោះការចំណានខ្ញុំអត់ដែរយកខួរក្បាលទៅគិតថាគេចំណានយើងគេអីអត់ទេសំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំជាអ្នកណាខ្ញុំធ្វើដើម្បីអីគោលដៅរបស់ខ្ញុំគឺដើម្បីអ្វីអញ្ចឹងដូចគេប្រាប់ថាខ្ញុំមកដើម្បីជួយប្រជាជនជួយមនុស្សជុំវិញឲ្យជោគជ័យកាលណាខ្ញុំជួយឲ្យអ្នកជុំវិញខ្ញុំកាន់តែជោគជ័យខ្លាំងជីវិតខ្ញុំជោគជ័យខ្លាំងតែកុំគិតខ្លួនឯងជាចម្បងអញ្ចឹងបើកាលណាខ្ញុំគិត business ណាដែលខ្ញុំធ្វើមកជា business សម្រាប់ចំណូលខ្លួនឯងជាចម្បងគឺខ្ញុំបរាជ័យដែរដូច business មុនដែលខ្ញុំមុនធ្វើជាគ្រូហ្វុងស៊ុយខ្ញុំធ្វើ business ត្រឹមតែចំណូលផ្ទាល់ខ្លួនហ្នឹងដូចគេដូចឯងអញ្ចឹងជីវិតខ្ញុំអត់ជោគជ័យទេវាសនាខ្ញុំមកបែបហ្នឹងអញ្ចឹងនៅពេលដែលយើងស្គាល់ពីខ្លួនឯងច្បាស់សំខាន់យើងស្គាល់ពីខ្លួនឯងច្បាស់យើងដើរឲ្យត្រូវព្រំលិខិតរបស់យើងកំណត់ចំណុចខ្លាំងរបស់យើងជាអីចំណុចខ្សោយរបស់យើងជាអីបើចំណុចខ្សោយហ្នឹងវាធ្វើឲ្យយើងមានផលប៉ះពាល់យើងកែចំណុចខ្សោយយើងហ្នឹងមកចំណុចខ្លាំងវិញហ្នឹងគឺជាចំណុចមួយដែលយើងត្រូវកែព្រោះមនុស្សមិនមានល្អទាំងអស់ទេចាដូចគេតម្រូវមកថាខ្ញុំធ្វើការអីក៏ដោយឲ្យតែជាការងារបម្រើផលប្រយោជន៍ប្រជាជនបម្រើផលប្រយោជន៍អ្នកជុំវិញឲ្យច្រើនជាងខ្លួនឯងអញ្ចឹងខ្ញុំចាប់ដាំធ្វើអាហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំ consultant ឲ្យភ្ញៀវមួយផ្ទះមួយខ្ញុំ consultant ឲ្យមួយឧទាហរណ៍ថាអូខេខ្ញុំឆាច់គាត់2000ឬ consultant 1ម៉ោង1000ជាងតែអ្វីដែលគាត់បានរាប់លានមកវិញអញ្ចឹងគាត់មានជាងខ្ញុំគាត់ចំណូលរបស់គាត់ច្រើនជាងខ្ញុំអាហ្នឹងហើយគឺជា business មួយដែលយើងជួយអ្នកជុំវិញឲ្យច្រើនដែលបានផលចំណូលច្រើនជាងយើងទៅធ្វើឲ្យយើងជោគជ័យមានពាក្យវាយប្រហារតែងតែនិយាយអ្នកគ្រូថាអ្នកគ្រូឈរជើងនឹងនៅទីនេះដោយសារមានអ្នកធំគ្រប់គ្រងពីក្រោយខ្នងទើបបានខ្លាយទៅជាចិនសែមួយឬក៏អាចនិយាយថាជា master ហ្វុងស៊ុយមួយដែលល្បីជាងគេទូទាំងប្រទេសដោយសារតែស្គាល់អ្នកធំច្រើនអ្នកគ្រូដែលលឺទេចំណុចនេះខ្ញុំចង់ជាមួយស្គាល់អ្នកធំច្រើនបើសិនជាខ្ញុំមិនអាចជួយឲ្យគាត់ល្អតែគាត់មកគ្រប់គ្រងខ្ញុំទេគឺអត់ទេអញ្ចឹងខ្ញុំឧទាហរណ៍មួយដូចករណីថាបើគូឧទាហរណ៍អ្នកធំមួយគាត់មកឲ្យខ្ញុំជួយ consultant ឲ្យគាត់បើខ្ញុំ consultant ទៅខុសធ្វើឲ្យជីវិតគាត់បរាជ័យខ្ញុំនឹងហើយស្លាប់មុនគេគាត់អត់អាចមកគ្រប់គ្រងខ្ញុំបានទេគាត់អត់អាចមកការពារខ្ញុំបានទេចាហើយអ្វីដែលគាត់ការពារខ្ញុំគឺការពារអាការវាយប្រហារដែលលាពណ៌ខ្ញុំដែលខ្ញុំអត់ដឹងអីទេហើយពួកគាត់ក៏គាត់ស្គាល់ខ្ញុំច្បាស់ព្រោះខ្ញុំការងារដែលប៉ះពាល់សង្គមខុសច្បាប់ប៉ះពាល់អ្នកដទៃខ្ញុំអត់ធ្វើទេតែបើការងារដែលជួយសង្គមជួយដល់ផលប្រយោជន៍អ្នកជុំវិញខ្លួនខ្ញុំធ្វើអញ្ចឹងពេលខ្លះយកលុយមកឲ្យខ្ញុំឲ្យធ្វើរឿងដែលមិនល្អខ្ញុំអត់ធ្វើដាច់ខាតសម្រាប់ខ្ញុំចោលក៏ខ្ញុំអត់ធ្វើដែរអញ្ចឹងចំណុចហ្នឹងហើយដែលធ្វើឲ្យពួកគាត់ថាឆន្ទៈខ្ញុំគឺអត់ទេអ្នកខ្លះចូលពិសោធន៍ហ៊ានពិសោធន៍គាត់ទៅទិញដីចាគាត់ទៅទិញដីធ្វើវិនិយោគអញ្ចឹងខ្ញុំប្រាប់ថាដីហ្នឹងអត់ល្អទេហើយមានគេឲ្យមេតាវីមកប្រាប់ខ្ញុំទៀតថាគ្រាន់អ្នកគ្រូនិយាយមួយម៉ាត់ថាដីហ្នឹងល្អគាត់ឲ្យ100000ភ្លាមខ្ញុំថាបើដីហ្នឹងមិនល្អរឿងអីដែលខ្ញុំទៅនិយាយថាល្អ100000អត់អាចទិញកិត្តិយសខ្ញុំបានទេអញ្ចឹងគឺខ្ញុំអត់ហ្មងអញ្ចឹងចំណុចហ្នឹងហើយដែលធ្វើឲ្យពួកគាត់គោរពយើងចាហើយអ្វីដែលគាត់គ្រប់គ្រងយើងទី1នៅពេលដែលយើងតែងតែគេហៅ advertise advisor បាទគាត់មានបញ្ហាអីយើងប្រាប់ថានេះទៅប្រយ័ត្នបែបនេះណាយើងដើរបែបនេះជួបបញ្ហាអញ្ចេះទៅការពារបែបនេះកុំឲ្យមានជំងឺបែបនេះអ្នកនេះវាយប្រហារអញ្ចេះទៅទប់បែបម៉េចយើងទៅត្រូវតែរក្សា credit យើងមិនហើយកុំឲ្យទៅប៉ះពាល់អ្នកដទៃចាអ្វីដែលយើងប្រាប់គាត់សុទ្ធតែជាចំណុចល្អធ្វើឲ្យកិត្តិយសគាត់ល្អធ្វើឲ្យជីវភាពគាត់ល្អអញ្ចឹងសួរថា
បើគាត់មិនគ្រប់គ្រងខ្ញុំគ្រប់គ្រងអ្នកណាចាតែបើសិនជាអ្នកធំខ្លះគាត់ថាអេគាត់ចង់បើធ្វើឲ្យអ្នកនេះធ្លាក់មួយអ្នកគ្រូយកហ្មងចាហុងស៊ុយមាន2ណាខ្ញុំរៀនមកទាំងពីរបើដូចខ្ញុំនិយាយទាំងយិនហើយនឹងយ៉ាងចឹងបើសិនជាយើងធ្វើឲ្យល្អគឺយើងធ្វើឲ្យខ្លួនយើងល្អដូចគ្នាតែបើយើងហ៊ានតែស៊ីឈ្នួលស្លាប់មនុស្សគឺយើងនឹងធ្លាក់ហើយព្រោះការទាញថាមពលចក្រវាលមកប្រើគឺយើងទាញមកលុះត្រាតែយើងធ្វើអំពើល្អដោយប្រពុតនិយាយថាធ្វើល្អបានល្អចឹងហុងស៊ុយដូចគ្នាយើងចេះវិជាហុងស៊ុយល្អប៉ុណ្ណាក៏ដោយបើបេះដូងយើងមិនល្អมันអាចជួយយើងជោគជ័យបានដូចគ្នាការទាញថាមពលចក្រវាលមកប្រើគឺសំខាន់ណាស់តលតែយើងគប្បីនឹងមេឃដីដូចគ្នាអញ្ចឹងរបស់អស់នេះគឺកុំប្រមាថអីសោះនៅពេលដែលខ្លាយជា Master Feng Shui តើកត្តាពីក្នុងដែលជួយជំរុញហ្នឹងមានកត្តាផ្លូវល្ងិតជួយជំរុញមួយផ្នែកដែរទេណាគ្រូចាមានគ្រប់ពេលដែលខ្ញុំធ្វើអីមួយធំធំតែងតែមានមកប្រាប់ចាគឺបុរាណមនុស្សបុរាណមេតបបុរាណសម័យមុនតែនៅប្រាប់ថាទៅធ្វើបែបនេះណាជាគ្រូប្រចាំអ្នកគ្រូហ្មងគ្រូប្រចាំចាជារាជគ្រូអញ្ចឹងក៏ប្រាប់ផ្លូវក្នុងប៉ុន្តែអាហ្នឹងគឺយើងអត់អាចទៅសូបានទេយើងក៏អត់ដឹងថានឹងធ្វើអីតែហ្វុងស្វីគឺអាចទាញឲ្យយើងទាញថាមពលចក្រវាលមកជួយបានអញ្ចឹងខ្ញុំឧទាហរណ៍ថាផ្លូវក្នុងប្រាប់ថាថ្ងៃនេះមានបញ្ហាតែអាចកែបានទេគឺអត់បានទេព្រោះអាហ្នឹងវាពាក់ព័ន្ធនឹងកម្មចាតែដល់ពេលហ្វុងស៊ុយគាត់ថាបើថ្ងៃនេះមានបញ្ហាតែយើងគួរបញ្ជាមិនថ្ងៃណាមានរឿងម៉ោងហ្នឹងមានរឿងមែនអត់ថ្ងៃហ្នឹងមានរឿងតែម៉ោងណាមានរឿងចាអញ្ចឹងម៉ោងដែលមានរឿងហ្នឹងយើងព្យាយាមទប់ស្កាត់ក្នុងរយៈពេល2ម៉ោងហ្នឹងបានន័យថាមួយយាមហ្នឹងពេលចប់គឺចប់ហើយចុះឧទាហរណ៍ថាបើចេញក្រៅផ្ទះគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងថ្ងៃហ្នឹងកុំចេញតែកុំចេញក៏កុំអង្គុយនៅចៅផ្លូវក្នុងផ្ទះយើងអង្គុយកន្លែងណាដែលសុវត្ថិភាពទៅនៅក្នុងនាមជាគ្រូរបស់គេហើយទៅជួយកែប្រែវាសនារបស់អ្នកណាម្នាក់វាមានផលប៉ះពាល់វិញដល់អ្នកគ្រូមានបើសិនតែយើងអត់ចេះទប់ចំណុចនេះហើយដែលតែងថាគ្រូនៅពេលដែលកាយវាសនាគេត្រូវតែមានអាំងប៉ាវបើអត់មានអាំងប៉ាវកែម្ដងកាត់5%កាត់អាយុ5%របស់គ្រូនឹងនេះហើយគឺជាខដោះដូរហើយគ្រូនឹងយកអាំងប៉ាវនឹងមកទៅបែងចែកប្រមាណភាគរយដើម្បីធ្វើបន់អានេះជាមូលហេតុដែលខ្ញុំចូលចិត្តធ្វើបន់ច្រើនកសាងដូចទីសង្កាត់អវិធានសួរព្រះចំណាយលុយច្រើនណាអញ្ចឹងយើងដល់ពេលខ្លះថវិកាដែលយើងបានពីអាំងប៉ាវនឹងមកយើងគិតថាបែងចែក50%ឬ70%ធ្វើជួនកាលធ្វើលើសចាធ្វើលើសរហូតដល់វាយើងត្រូវទៅរកលុយលក់ដីផ្ទាល់ខ្លួនដើម្បីទៅជួយកសាងទៀតក៏មានដែរអញ្ចឹងអាហ្នឹងវាយើងធ្វើដោយបេះដូងកាលណាយើងធ្វើដោយបេះដូងផលក៏បានវិញមកដោយបេះដូងដែរអញ្ចឹងដូចភ្ញៀវដូចថាដូចមិញថាអ្នកធំ support ខ្ញុំទទួលស្គាល់អ្នកធំ support ចាតែបើសិនជាខ្ញុំអត់អាចជួយឲ្យគាត់ល្អគាត់ក៏អត់ support ខ្ញុំដែរចាដូចករណីគាត់ concern មកថាមកខ្ញុំអត់ក៏សួរថាខ្ញុំយកប្រហែលអាំងប៉ាវខ្ញុំអត់ទាទេចឹងណាចាអាំងប៉ាវតែដល់ពេលគាត់ដាក់អាំងប៉ាវភាគច្រើនណាដាក់អាំងប៉ាវមកប្រហែលម៉ាត់ទៅជួនកាលខ្ញុំមិនទាំងមើលផងដាក់ទៅដល់នេះខ្ញុំយកទៅដាក់កន្លែងខ្ញុំអាសនៈខ្ញុំបាត់ហើយចាតែនៅពេលដែលគាត់ជោគជ័យធំភាគច្រើនពេលដែលគាត់ខនសាថាអីមួយគាត់ជោគជ័យធំអាំងប៉ាវមកលើកទី2នេះបានច្រើនចាអ្នកខ្លះអាំងប៉ាវឡានចាអ្នកខ្លះគេអាំងប៉ាវនាឡិកាអ្នកខ្លះអាំងប៉ាវមកម្ដង10ដុំក៏មានគេមកឲ្យតែអាហ្នឹងមកពឹបកុំកតូនសុបាយចាអាហ្នឹងទៅបែងប្រហែលភាគរយទៅធ្វើបន់ចាអញ្ចឹងចំណុចក្នុងមួយឆ្នាំមួយខែមួយឆ្នាំធ្វើបន់ច្រើនអញ្ចឹងបើមិនអញ្ចឹងទេអាគ្រោះរបស់គេដែលយើងកែនេះវាធ្លាក់លើយើងអញ្ចឹងកុំឆ្ងល់ថាហេតុអីគ្រូខ្លះគាត់រៀនដែរតែហេតុអីក៏មិនអាចជោគជ័យដោយសារគាត់ក្តោបហើយគាត់គិតថាយកតែវិជានឹងដើម្បីរកចំណូលមកខ្លួនឯងអញ្ចឹងគាត់អត់មានបានថាបែងចែកទៅជួយគេជួយអ្នកពិបាកជួយអីចឹងគឺអត់ទេឬក៏យើងកសាងអីមួយដើម្បីប្រទេសជាតិដើម្បីផលប្រយោជន៍រួមគឺអត់ទេអញ្ចឹងគាត់ដឹងថាធ្វើម៉េចគឺប្រយោជន៍ខ្លួនឯងអាហ្នឹងហើយដែលធ្វើឲ្យគាត់ទី1អាយុខ្លីទី2គាត់អាចនឹងមានលុយតែឈឺចាមានខដោះដូរគឺរងគ្រោះដោយសាររឿងហ្នឹងនេះបើស្ដាប់ប្រសាសន៍របស់អ្នកគ្រូតាក់ទងអំពីចំណេះជំនាញអ្នកគ្រូគឺអ្នកគ្រូចេះប៉ັດប្រកបធ្វើប៉ັດប្រកបពិសោធន៍ប៉ັດប្រកបខ្ញុំអត់ខ្លាចការពិសោធន៍ចុះបើសិនជាចិនសែដែលអត់ចេះអីចាប៉ុន្តែគាត់មកនិយាយថាគាត់ចេះតើគាត់នឹងមានផលប៉ះពាល់ដែរទេប៉ះពាល់រឿងហ្នឹងមិនត្រឹមតែប៉ះពាល់ដល់គាត់ទេតែប៉ះពាល់ដល់គ្រួសាររបស់គាត់ទៀត
ចាចំការអាចគ្រួសារមហារាជទៅចំការថ្លើមទៅជំងឺទៅអញ្ចឹងគាត់រកមកដើម្បីទៅចិញ្ចឹមនៅហ្នឹង បានន័យថាបើសិនជាគាត់មានសេចក្តីលោភលន់កន្លែងណាមួយដែលអត់សច្ចៈនៅពេលដែលគាត់ទៅបានលុយពីបុគ្គលហ្នឹងតែផលប៉ះពាល់ក៏ផ្សងទៅលើក្រុមគ្រួសារគាត់ដូចគ្នា មានអ្នកខ្លះកាំងបេះដូងភ្លាមក៏មានដែរគាត់ចេញទៅរៀបឲ្យគេឲ្យមកវិញគាត់កាំងបេះដូងស្លាប់ដល់អត់មូលហេតុក៏មានដែរក៏មានខេសមួយក៏ល្បីដែរណានៅចិនចាគឺការរៀបដួងកាយកំណើតសឹងជីចាដួងកាយកំណើតភាសាចិនគេសឹងជីឬក៏ចៅអ៊ុងហ្នឹងចាគ្រូគាត់រៀបឲ្យគេឪពុកនឹងកូនហ្នឹងគាត់រៀបឲ្យគេអញ្ចឹងអត់ខ្វល់ទេថាការរៀបហ្នឹងតើរៀបជួយអ្នកណាឯងក៏គិតតែប្រយោជន៍ខ្លួនឯងចុងក្រោយគាត់ស្លាប់ដោយការបាក់ដីភ្នំហ្នឹងគឺសកត់ដល់កន្លែងដែលរៀបសឹងជីហ្នឹងបាក់ទាំងដែលអ្នកកូនសិស្សដែលរៀបជាមនុស្សអាក្រក់ហ្នឹងណាចាគឺបាក់ទៅទាំងអស់ទាំងសឹងជីហ្នឹងបាក់ទៅទាំងអស់ហើយគ្រូពីអ្នកឪពុកកូនហ្នឹងគឺដីសកត់ស្លាប់ទៀតក៏មានអញ្ចឹងគាត់ថាការដែលទាញថាមពលបេកដីមកប្រើមិនមែនរឿងធម្មតាទេវាត្រូវតែមានខដោះដូរចាអញ្ចឹងបើសិនជាយើងគិតថាគ្រូហ្វុងស៊ុយងាយហើយស្រួលកុំគិតឲ្យសោះព្រោះរៀនកាន់តែជ្រៅកាន់តែគួរឲ្យខ្លាចតែបើយើងមិនលះបង់ទេគឺយើងអាចជួយអ្នកដទៃបានទេប៉ុន្តែនៅពេលដែលយើងចង់ជួយអ្នកដទៃយើងត្រូវតែមានអាវក្រោះការពារខ្លួនឯងចាអញ្ចឹងចំណុចហ្នឹងគាត់ថាខ្ញុំរៀបដួងកាយកំណត់ឲ្យប្អូនខ្ញុំបង្កើតខ្ញុំត្រូវតែមានអាំងប៉ាវមកទោះបីជាប្អូនជាសាច់ញាតិក៏ដោយត្រូវតែមានអាំងប៉ាវពាក្យថាអាំងប៉ាវហ្នឹងប្រមាណក៏បានមកហ្នឹងអាំងប៉ាវមកហ្នឹងធ្វើម៉េចអាំងប៉ាវគាត់ថាខ្ញុំសំណងសងអាហ្នឹងអស់ប្រមាណអាំងប៉ាវហ្នឹងក្រោមសំណងហ្នឹងស្មើនឹងអ្នកហ្នឹងជាពាក់ខ្ញុំអូអញ្ចឹងលៀបដល់ហ្នឹងមកខ្ញុំវិញទៀតអូចានឹងអញ្ចឹងបើសិនជាឧទាហរណ៍ថាសំណងហ្នឹងខ្ញុំធ្វើអស់ប្រមាណ 8,000 អូខេគាត់ចាយសំណង 8,000 ហ្នឹងទៅឧទាហរណ៍ចាយសំណងទៅអាំងប៉ាវគាត់ថែមប្រមាណរឿងរបស់គាត់អាហ្នឹងគាត់រួចខ្លួនហើយអញ្ចឹងភាគច្រើនខ្ញុំធ្វើអីអ្នកធំគឺធ្វើអញ្ចឹងហើយខ្ញុំគិតថាបើសិនជាខ្ញុំធ្វើទៅមិនល្អក្បាលខ្ញុំមានតែមួយទេចាអញ្ចឹងបើសិនថាក្បាលមានមួយខ្ញុំមិនដឹងអស់ក្បាលប្រមាណទេបើខ្ញុំធ្វើទៅបរាជ័យហើយមិនជោគជ័យមិនអាចធ្វើឲ្យគាត់ជោគជ័យបានគឺខ្ញុំមិនអាចឈរជើងនឹងបានទេគេដកខ្ញុំដូចខ្ចីអញ្ចឹងចាព្រោះនៅពេលដែលឮពាក្យអាចារ្យបារាមថាអ្នកគ្រូត្រូវបានគេលើកបន្ទប់លើកឲ្យថ្កុំថ្កើងលើកឲ្យឈរជាងគេនៅនេះខ្ញុំគិតថាបើសិនជាអាចលើកបន្ទប់បានគ្រប់គ្នាប្រហែលជា Master Nali មាន10នាក់ឯងនៅស្រុកខ្មែរចាវាមិនអាចព្រោះខ្ញុំតែងតែទទួលបាននៅសំណួរសួរប្លែកអាចនិយាយបានហើយប្រហែលអ្នកគ្រូគាត់ថាបានឬក៏ថាអាចអ្នកគ្រូមានប្រសាសន៍ថាមិនស្គាល់អ្នកគ្រូគាត់ថាបានចាប៉ុន្តែបើយើងគិតមើលទៅបើយើងអាចបញ្យល់គាត់បែបណាដើម្បីឲ្យគេដឹងថាតើMaster ហ្វុងស៊ុយម្នាក់ហ្នឹងគឺជា Master ដែលពិភពលោកស្គាល់ពិតប្រាកដការពិតរឿងនេះងាយទេបើតែរឿងនេះតាក់ទងដល់មិញថាហេតុអីអ្នកធំគ្រប់ត្រូលចាក៏មិនមែនទាំងអស់ដែរអ្នកខ្លះអ្នកធំខ្លះក៏អត់ស្គាល់ខ្ញុំដែរចាតែអ្នកដែលគ្រប់ត្រូលខ្ញុំគាត់ស៊ើបអស់ហើយគាត់ស៊ើបទី1គាត់ចេះ research នៅក្រៅប្រទេសចាគាត់ research ទៅក្រៅប្រទេស search នៅក្នុង website ក្រៅប្រទេសគឺមានឈ្មោះខ្ញុំហើយនៅក្នុងហ្នឹងចឹងនៅក្នុងហ្នឹង website ក្រៅប្រទេសគេនិយាយពីគ្រូហ្វុងស៊ុយលំដាប់ពិភពលោកទាំងអស់អ្នកណាប្រចាំប្រទេសណាជំនាញអីតំណាងឋានៈស្អីគឺមាន list ក្នុងនឹងទាំងអស់ហ្នឹងចាហើយអ្នកខ្លះគាត់ search ទៅគ្រូរបស់ខ្ញុំផ្ទាល់ទៀតចាអញ្ចឹងអ្នកធំក៏អត់ល្ងងទេអ្នកដែលរ៉ូស៊ីធំដែលមានលុយរាប់សិបលានរាប់រយលានណាគាត់អត់ល្ងងជាងយើងទេហើយក៏មិនល្ងងឲ្យយើងទៅបោកទេអញ្ចឹងមុននឹងគាត់ជឿអីយើងគាត់ search អស់ហើយរហូតដល់ខ្លះគាត់បញ្ជូនក្មួយមកតេស្តសិនចាគេថាក្មួយគាត់ឈឺច្រើនឈឺ20ឆ្នាំជាងញ៉ាំថ្នាំរហូត20ឆ្នាំជាងអត់ជារោពេទ្យទៅណាក៏អត់ជានៅតែបានគេហៅយកថ្នាំញ៉ាំរហូតណាចាគាត់យកមកតេស្តជាមួយយើងក៏មានដែរអញ្ចឹងគាត់មិនមែនសុកខ្លួនគាត់មកយកខ្លួនគាត់មកតេស្តយើងទេគឺឲ្យអ្នកដែលកំពុងតែមានរឿងនេះមកតេស្តជាមួយយើងអញ្ចឹងដល់ពេលដែលយើងជួយឲ្យក្មួយរបស់គាត់ជាវិញសុខភាពល្អវិញតែទៅក៏ចាប់ដើមជឿហើយបងប្អូនខ្លះគាត់ថាមកបងប្អូនទាំងអស់គាត់ហ្នឹងឲ្យដាក់ជាងគេចាអូស៊ីដាក់អីក៏ពិបាកជាងគេដែរដល់ពេលគាត់យកប្អូនហ្នឹងឲ្យមកតេស្តទៀតដែរមកតេស្តចាចាប់ពីអ្នកគ្រូចាប់ផ្ដើមជួយគេអតិថិជនដំបូងដែលអ្នកគ្រូចាប់ផ្ដើមជួយគេដំបូងជាអ្នកណាចំណុចនេះខ្ញុំចាំអត់បានទេនេះច្រើនដែរច្រើនអ្នកគ្រូអាចមានអារម្មណ៍មួយថារំភើបនៅក្នុងការជួយគេលើដំបូងឯងរំភើបជាងគេគឺ
ដំបូងគេគឺខ្ញុំចោះមើលហុងស៊ុយហើយខ្ញុំអស់លុយខ្លួនឯងចាអស់លុយខ្លួនឯងគឺពេលហ្នឹងគឺខ្ញុំចោះទៅមើលហុងស៊ុយព្រោះគាត់ហ្នឹងគឺមេម៉ាយចាជាស្រីមេម៉ាយហើយផ្ទះរបស់គាត់ហ្នឹងគេថាមានតែក្រងណាចាមានតែក្រងឥតជុំវិញក៏អត់មានទេហើយបន្ទប់គាត់មានតែក្រែមមួយហើយក៏មានកន្ទេលចាស់សំបីតែបាំងអាកន្លែងក៏ឥតបាំងបន្ទប់គាត់ឲ្យចិត្តអត់មានទេតង់ដែលបិទហ្នឹងគឺតង់កាចាស់ចាស់ដែលបែបដាច់ទៀតណាយើងមើលពីក្រៅទៅឃើញហើយគាត់ថាខ្ញុំទៅរៀបហុងស៊ុយចាដល់ពេលទៅរៀបហុងស៊ុយខ្ញុំទៅមើលទៅឃើញថាសួរគាត់ថាបងធ្វើការអីចាគាត់ថាគាត់ធ្វើការស៊ីឈ្នួលឲ្យបងអ៊ុតទេចាអញ្ចឹងហេតុអីបានហ៊ានម៉េះដែលគាត់ថាទៅហ៊ានអញ្ជើញគ្រូហុងស៊ុយពីពេញទៅរៀបចាហើយទាំងតែអត់ហ៊ានចំណាយលុយទិញកាតេលស្អាតតែហ៊ានចំណាយលុយអញ្ជើញអ្នកគ្រូទៅចាហើយអត់ហ៊ានទិញអាតង់ដើម្បីបាំងកន្លែងគេងឲ្យចិត្តណាមើលពីក្រៅមកឃើញហ្នឹងចាដល់ពេលអញ្ចឹងខ្ញុំឃើញអញ្ចឹងខ្ញុំសង្ហាក់ចិត្តហើយខ្ញុំសួរគាត់ដល់ពេលនៅពេលហើយថ្ងៃហ្នឹងគឺថ្ងៃដែលខ្ញុំទៅមើលហុងស៊ុយអស់លុយខ្លួនឯងតែគ្រូជួយថែមចាដល់ពេលអញ្ចឹងខ្ញុំសួរថាបានលុយពីណាមកជួលគ្រូរៀបហុងស៊ុយនេះគាត់ថាគាត់ចងការគេអញ្ចឹងខ្ញុំលឺអញ្ចឹងខ្ញុំថាឥឡូវបងយកលុយដែលចងការគេនោះយកទៅសងគេវិញចាហើយធម្មតារៀបហុងស៊ុយបើផ្ទះល្អលហេវយើងទៅរៀបមិនកើតយើងមិនត្រូវមានទិញសាកសីទាំងអីបិទបន្ទប់ហ្នឹងណាទោះបីមិនធ្វើទាំងផ្ទះទាំងមូលក៏ត្រូវមានសាកសីបិទកន្លែងគេឲ្យនេះកុំឲ្យលហលហេវអញ្ចឹងភ្លៀងមកក៏វាប៉ើងដែរអញ្ចឹងណាថ្ងៃហ្នឹងឲ្យគាត់ឲ្យលុយគាត់វិញ1500ចាំបងទៅទិញស្អីបាំងដើម្បីគេងហើយរៀបទៅណារៀបចេះខ្ញុំដាក់ឲ្យរៀបតាមដល់ពេលរៀបតាម3ឆ្នាំក្រោយគាត់ហៅខ្ញុំទៅរៀបម្ដងទៀតខ្ញុំភ្លេចបាត់ដែរខ្ញុំចេះឆ្ងល់ថារៀងរាល់ឆ្នាំមិនចាំមានផ្លែឈើមកឲ្យទៅដល់ខែគ្រប់ផ្លែឈើល្អគឺមកហើយខ្ញុំមិនដឹងឯងកូនសិស្សចូលច្រើនពេកចាអញ្ចឹងដល់ពេលខែផ្លែឈើគឺមកមានអ្នកខ្លះមកពីមណ្ឌលគិរីខ្លះមកពីកំពតខ្លះពីបាត់ដំបងអញ្ចឹងទៅខេត្តណាដែលមានផ្លែឈើល្អក៏បញ្ជូនមកហើយខ្ញុំមិនដឹងទេហើយជួយគេឲ្យគឺយើងភ្លេចតែពេលមួយដែលលើកទី2ដែលខ្ញុំទៅរៀបហុងស៊ុយខ្ញុំភ្លេចគាត់បាត់ហើយណាចាគាត់ចុះពីលើឡានគាត់លុតជង្គង់ហ្មងគាត់លុតជង្គង់មកសាពះយើងណាលុតជង្គង់ទៅមើលវិឡាគាត់ចាគាត់ទៅទិញផ្ទះថ្មីបានផ្ទះថ្មីហើយគាត់រៀបរាប់ថាអូអញ្ចឹងយើងចាំទៅណាអាហ្នឹងគឺបីថាការពិតពេលដែលមនុស្សយើងធ្លាក់បើយើងហុចដៃជួយគឺមានតម្លៃអាហ្នឹងគឺយើងសប្បាយចិត្តហើយចំណុចមួយទៀតគឺពេលដែលអ្នកដែលមានបញ្ហាធ្ងន់ឲ្យតែគាត់ធ្វើតាម100%ខ្ញុំជឿថាផ្លូវដោះស្រាយនៅតែមានខ្លាចតែចាខ្លាចតែយើងប្រាប់ទៅក៏អត់ធ្វើដល់ពេលយើងប្រាប់ទៅក៏អត់ធ្វើគ្មានទេវតាណាធ្វើជួយបានទេអញ្ចឹងបើសិនជាកលឹះនេះដើរផ្លូវនេះល្អតែគាត់បែរជាដើរផ្លូវផ្សេងអញ្ចឹងគឺអត់បានទេហើយបើសិនជាខេអញ្ចឹងបាច់ជួបខ្ញុំទេខ្ញុំអត់មានពេលជួបទេខ្ញុំជួបអ្នកណាដែលខ្ញុំប្រាប់ទៅហើយគាត់ទៅធ្វើតាមហើយក៏មកថាធ្វើតាមហើយលើសព្រោះខ្ញុំប្រាប់តាព្រោះថាតែ2ជំហានគាត់តម្លាក់4ជំហានអាហ្នឹងវាចេញរឿងផ្សេងហើយចាអញ្ចឹងអត់ត្រូវការឲ្យលុបលុនជ្រុលទេអញ្ចឹងឧទាហរណ៍ថាបើការងារនឹងមួយគាត់ត្រូវធ្វើ business នឹងមួយជោគជ័យយើងត្រូវមើលថាតើធ្វើពីពេលណាគួរធ្វើអីឧទាហរណ៍ brand មួយទៅបើក brand ហ្នឹងជា brand ស្អីគេចាហើយការ design មិន logo មិនបើកនៅក្នុងពេលណា office បាយទៅទិសណារិស័យរបស់គាត់បើកនៅក្នុងខែណាថ្ងៃណាម៉ោងណាអាហ្នឹងបើកាលណាយើងសិតមកកញ្ចប់នឹងមើលមកហើយរិស័យមនុស្សមិនអាចឡើងរហូតក៏មិនអាចធ្លាក់រហូតដែរចាអាពេលឡើងគឺធ្វើឲ្យការគិតរបស់យើងហ្នឹងគិតត្រូវសម្រាប់ចិត្តត្រូវអញ្ចឹងនិយាយថារិស័យយើងឡើងមិនបាច់ជួបគ្រូហុងស៊ុយក៏ឡើងដែរតែអាពេលយើងធ្លាក់នេះរិស័យធ្លាក់ដែលធ្វើឲ្យយើងគិតខុសសម្រាប់ចិត្តខុសនេះអាហ្នឹងគឺទាញយើងទៅលាក់ចាចំណុចហ្នឹងហើយដែលអ្វីដែលយើងតកាយគេគឺពេលដែលរិស័យគេធ្លាក់ហើយយើងទាញរិស័យគេឲ្យវាឡើងមកវិញនេះចាអញ្ចឹងពេលហ្នឹងយើងប្រាប់ទៅធ្វើម៉េចគាត់ទៅធ្វើតាមយើងបើគាត់អត់ធ្វើតាមយើងអត់បាច់មកជួបខ្ញុំទេអញ្ចឹងពេលខ្លះអ្នកខ្លះខឹងខ្ញុំព្រឹងហ្នឹងខ្ញុំថាជួបខ្ញុំធ្វើតាមខ្ញុំចាំមកជួបបើជួបហើយមិនធ្វើតាមកុំជួបកុំចំណាយលុយហើយខ្ញុំក៏អត់ចំណាយពេលជួបដូចគ្នាតែអ្នកខ្លះគាត់អត់មានលុយអូខេជួបខ្ញុំក៏ប្រាប់ចេះទៅគាត់ទៅធ្វើតាមគាត់ជោគជ័យហើយអ្នកខ្លះមិនទាំងបានជួបខ្ញុំទេគាត់ធ្វើតាមនៅអ្វីដែលខ្ញុំនិយាយតាមវីដេអូអញ្ចឹងណាចាគាត់ទៅធ្វើតាមអញ្ចឹងទៅគាត់
ជោគជ័យគាត់ទៅជួនកាលគាត់មកជួបយើងគាត់យកកាដូយកអីមកឲ្យយើងទាំងដែលយើងជួយគេដែរប្រយោជន៍ហ្នឹងចាហើយក្នុងនេះខ្ញុំបែងចែកហ្មងថាអូខេនេះសម្រាប់អត់ថវិកាខ្ញុំមានក្រុមបរិញ្ញាហ្វ្រីខ្ញុំបរិញ្ញាកូនសិស្សខ្ញុំឲ្យដើរតាមកន្លងខ្ញុំដូចគ្នាអត់មានតែច្បាច់កគេអីណាមើលឲ្យតែអ្នកមានគឺអត់ទេចាអ្នកក្រមើលបានដូចគ្នាអ្នកលំបាកចេញមកជួយដោះស្រាយអ្វីដែលអាចជួយបានគឺជួយអញ្ចឹងក្នុងនោះខ្ញុំតែងតែបែងម៉ោងក្នុងមួយខែឬ2ខែខ្ញុំមានវគ្គបណ្ដោះបណ្ដាលដែលអត់មានគិតលុយចាអានរិស័យអត់មានគិតលុយអញ្ចឹងកូនសិស្សខ្ញុំចាញ់ហើយតែខេតដែលធ្ងន់ពិបាកដូចខេសការតអាយុគ្រោះថ្នាក់ដល់អាយុជីវិតឬក៏ខ្សែធនអីហ្នឹងតែគេខាងក្រោមគេឆែកឃើញគឺគេរុញមកឲ្យខ្ញុំហ៎អញ្ចឹងខេសធម្មតាអត់ជួបខ្ញុំទេគេខ្លះថាពិបាកជួបខ្ញុំថាបើសិនជាខ្ញុំទៅជួបខេសគាត់ថាអីចង់សួររិស័យមិនដែរប៉ុណ្ណឹងចាខ្ញុំអត់អាចធ្វើអីបានទេគឺខ្ញុំមួយថ្ងៃទៅក្នុងមួយថ្ងៃខ្ញុំទទួលភ្ញៀវតែ2នាក់ឯងហើយជួនកាលមួយសប្តាហ៍ខ្ញុំមានពេលវេលាតែ2ថ្ងៃដែលជួបអញ្ចឹងពេលវេលាផ្សេងគឺខ្ញុំទៅបែងចែកការងារផ្សេងគឺការងារសង្គមចាអញ្ចឹងទៅខេសដែលធ្ងន់គឺមកដល់ខ្ញុំចាខេសធម្មតាកូនសិស្សខ្ញុំដោះបានតាំងពីមានករណីដែលអ្នកគ្រូជួយតាមខេសផ្សេងតែមានខេសមួយណាដែលធ្វើឲ្យអ្នកគ្រូមានអារម្មណ៍ថារំភើបនៅក្នុងការជួយរំភើបខ្លាំងគឺនៅពេលដែលយើងដឹងថារិស័យគាត់អស់ជីវិតតែយើងអាចរៀបចំឲ្យគាត់ឆ្លងផុតបានតែមានច្រើនខេសគឺខេសហ្នឹងគឺមានច្រើនខេសចាជាពិសេសអ្នកដែលកើតមហារីកចាវាមិនមែនជាការជាដាច់ទេអ្នកគ្រូគ្រាន់តែជាការពន្យាអាយុជីវិតរបស់យើងប្រហែលឆ្នាំបន្តទៀតជាធម្មតានៅក្នុងក្បួននេះយើងឆែកមើលថាឆ្នាំណាយើងអាចអស់ជីវិតខែណាអាចអស់ជីវិតអញ្ចឹងពេលហ្នឹងគាត់មានជំងឺហ្នឹងហើយគាត់កាន់តែដុនដាបទៅហើយតែនៅពេលដែលយើងចាប់ផ្ដើមកែមកគាត់ទៅជាគាត់រោថ្នាំដាក់បានត្រូវចាហើយឲ្យគាត់ពីមនុស្សដែលដេកនឹងកតេលគាត់អាចដើរបានទៅកម្មវិធីបានទៅបនបានហើយមុខមាត់គាត់ប្រសើរឡើងវិញសុខភាពគាត់ចាប់ផ្ដើមប្រសើរឡើងវិញអាហ្នឹងគឺយើងសប្បាយវាហាក់ដូចជាទាញជីវិតយើងឲ្យទៅជួបរឿងមួយដែលចៃដន្យជួយឲ្យជីវិតយើងល្អមកវិញតែមិនមែនថាជាសិលជប់ឲ្យជាអីចឹងទេអត់ទេក្នុងនេះមកថាក្បួនដែលយើងរៀបនេះឧទាហរណ៍ថាមែនតើអ្វីដែលយើងកើតឡើងគឺកើតឡើងដោយសារខ្លួនយើងជាអ្នកប្រព្រឹត្តបានន័យថាខ្ញុំឧទាហរណ៍ក្នុងផ្ទះយើងមួយគឺមាន8ទិសចាតើយើងគេងនៅក្នុង0ហេឬ0សូយដូចខ្ញុំនិយាយមុនណាវិជ្ជមាននិងអវិជ្ជមានបើយើងគេងនៅក្នុង0ជំងឺយើងគេងទៅក្បាលតនេកគឺស្រូបយកធម៌ពលជំងឺចូលរាល់ថ្ងៃងើបឡើងឈឺក្បាលពេលនៅយូរទៅអាចនឹងមានជំងឺឈឺបណ្ឌិតទៅអត់ឃើញអីជួនកាលយូរទៅដោះសាច់យូរកើតមហារីកគេងចាប់ពី6ខែ3ឆ្នាំទៅគឺចាប់ផ្ដើមកើតជំងឺហ្នឹងឯងអញ្ចឹងវាថានៅពេលដែលយើងគេងនៅក្នុង0អវិជ្ជមានគឺ0ជំងឺគឺធ្វើឲ្យយើងដុនដាបតែបើសិនជាយើងទៅគេងនៅក្នុង0ដែលល្អបានន័យថានៅក្នុង0ល្អដូច0នេះគេតកតូននឹងសុខភាពល្អគេឈ្មោះល្អយើងនៅតែគេឈ្មោះយើងល្អដែរចាបើទៅអាទិសវិបត្តិមួយថ្ងៃអង្គុយតែដោះរឿងឯងចាអញ្ចឹងគ្រប់យ៉ាងគឺការឡើងពីការប្រព្រឹត្តខ្លួនយើងដូចគ្នាយើងទៅគេងនៅ0ហេងសាកថាមពលហេងមកការគិតរបស់យើងហេងធ្វើឲ្យមនុស្សជុំវិញខ្លួនយើងមើលមកយើងល្អដូចគ្នាប៉ុន្តែចំណុចនេះវាមាននឹងយ៉ាងដូចគ្នាកាន់តែល្អកាន់តែខ្ពស់ក៏មានគេចំណែនគ្នាចាចំណែនអាហ្នឹងអញ្ចឹងចាបើសិនជាតកតងអំពីការជួយសង្គ្រោះខេសរបស់អ្នកគ្រូមានច្រើនធំៗច្រើនណាច្រើនករណីមែនតើច្រើនប៉ុន្តែខ្ញុំមើលទៅអ្នកគ្រូហាក់ដូចជាស្ងប់ស្ងាត់មិនមានខ្ញុំមិនដែលផុសទេមិនដែលផុសមិនដែលអីទេអត់ទេពួកអីក្រមសីលធម៌របស់គ្រូធំគឺมันអាចបង្ហាញសមត្ថភាពបតិជនបានទេចានៅមានសំណួរមួយទៀតដែល fan គាត់ឆ្ងល់និងប្រជាពលរដ្ឋគាត់ឆ្ងល់គាត់សួរថាហេតុអីបានអ្នកគ្រូត្រូវកាត់សក់ខ្លីជានិច្ចសៀកខោជានិច្ចអីជានិច្ចដោយមិនសៀកសម្ពុតមិនសៀកអីដូចនារីស្អាតបាត់ទេមែនទេហ្នឹងខ្ញុំស្រឡាញ់សម្លៀកបុរាណខ្មែរណាបច្ចុប្បន្នតែឃើញថាគេស្លៀកនោះអង្គុយមើលគេអញ្ចឹងហើយឃើញស្អាតអង្គុយថេចអានេះស្អាតឲ្យមិត្តភ័ក្ដិជុំវិញហ្នឹងក៏ត្រូវកាត់ម៉ូតចេះអញ្ចឹងចូលចិត្តតែធ្លាប់សាកហើយចាពីមុនអត់ដឹងហើយម្យ៉ាងទៀតយើងចេះហ៎ចាចេះយើងស្លៀកដល់ពេលយើងស្លៀកថ្ងៃនេះខ្ញុំស្លៀកហ្នឹងគឺមានឡានបុកចាឡានបុកខ្ញុំចាដល់ពេលថ្ងៃបន្ទាប់ទៀតខ្ញុំស្លៀកទៀតហើយយើងគិតថាវាមិនអាចចែកដំណាខ្ញុំយកចិត្តតេះអញ្ចឹងណាចាដល់ពេលថ្ងៃទី2ហ្នឹងស្លៀកហើយខ្ញុំគិតថាឲ្យទៅយកមិត្តភ័ក្ដិអញ្ចឹងណាចតឡានទុកមុខហ្នឹងសាប់តែឆាត់
ធ្លាក់ពីលើមកទាំងដែលជុំវិញទៅយើងអត់ឃើញអីដែលខ្ពស់គេខ្ពស់ឯងអាគារខ្ពស់ចម្ងាយពីយើងប្រហែលជាចូល30 ម៉ែត្រយើងគិតថាតើអាឆ័ត្រធំដែលគេដាក់សម្រាប់លក់អីវ៉ាន់នៅមុខនៅចើមថ្នល់វាធ្លាក់មកពីណាវាហោះមកហើយវាធ្លាក់នៅចំមុខខ្ញុំហ្នឹងគឺចំអាកាបូឡានហ្នឹងមកគឺវាមានដល់ពេលហើយខ្ញុំសួរថាហេតុអីបានតែងតែមានរឿងហ្នឹងគាត់ថាហាមដាច់ខាតស្លៀកសំពត់បើចង់ក្រចង់អាយុខ្លីស្លៀកចោះចឹងតួនាទីគឺមកដើម្បីជួយមនុស្សមិនមែនមកដើម្បីស្អាតខ្លួនឯងទេហើយពីមុនសំបីតែផាត់មុខក៏ពិបាកនឹងផាត់រហូតដល់អ្នកផាត់មុខខ្ញុំទៅច្បាច់កគេដល់ផ្ទះក៏វាដែរចាអត់ឲ្យផាត់មុខទេចាដល់ពេលកាលខ្ញុំចេញកម្មវិធី PNN ដំបូងចាកាលហ្នឹងថតជាមួយកញ្ញាជាមីឲ្យតែផាត់មុខដាច់ភ្លើងហើយមានរឿងបង្អាក់យើងអត់ឲ្យផាត់មុខទេហើយដល់ពេលហើយអ្នកផាត់មុខខ្ញុំហ្នឹងគាត់ទៅផ្ទះខ្ញុំហ៎តែស្អែកឡើងផាត់មុខមានពេលវេលាមួយហ្នឹងគាត់ទៅសកត់ច្បាច់កអ្នកផាត់មុខមកទៅ2 ដងសកត់ទាំង2 ដងគឺអត់ឲ្យរហូតដល់ខ្ញុំនិយាយថាធម្មតាតែពេលយើងថតកម្មវិធីយើងអត់អាចទៅមុខស៊ីនបានទេពេលយើងថតទៅស្លេកស្លាំងហ្នឹងមិនអញ្ចឹងចាខ្ញុំតវ៉ាខ្ញុំថាឲ្យខ្ញុំមិនក៏បានខ្ញុំព្រមទាំងអស់ប៉ុន្តែរឿងផាត់មុខមួយខ្ញុំសុំគាត់អាចទៅមុខខ្មោចបានទេអានេះយើងនិយាយឲ្យនេះណាយើងថាម៉ាច់មុខខ្មោចចឹងបានទេហើយវាស្លេកស្លាំងចាអាហ្នឹងអញ្ចឹងទៅក៏បានសុំហ្នឹងតែតាប់ពីហ្នឹងមកពេលការស្លៀកពេលអីមួយហ្នឹងសត្វតាយោទាំងស្បែកជើងទាំងអានេះពាក់បានអត់ព្រោះតានៅមានចំណុចមួយលើកទី3សាក់លើកទី3ម្ដងទៀតជិះឡានគ្រោះថ្នាក់ឆាប់ធ្លាក់ពីលើឡានចាឆាប់ពីលើឡានហើយមួយទៀតហ្នឹងគាត់ថាបើជិះឡានគ្រោះថ្នាក់អញ្ចឹងកុំជិះការកូនរបស់មិត្តភ័ក្តិហ្នឹងគាត់ថាអញ្ចឹងអូនឯងបើជិះឡានអូនឯងខ្លាចថាគ្រោះថ្នាក់អូនកុំជិះឡានអូនទៅស្លៀកនៅនឹងកន្លែងកម្មវិធីចាទៅស្លៀកមែនថ្ងៃហ្នឹងទៅស្លៀកនៅកន្លែងកម្មវិធីពេលដល់កម្មវិធីបានស្អាតបានហើយជាកន្លះម៉ោងមកសន្ទុះខ្យល់ព្យុះប៉ើងអាគេដេកមុខរោងគេគួចចូលទៅអាណិតគ្នាមែនតើហើយដល់ពេលហើយតាំងពីថ្ងៃហ្នឹងមកគឺខ្ញុំរៀងហ្មងនៅពេលដែលគេមកប្រាប់អញ្ចឹងគឺតាមរយៈយល់សប្តិសំឡេងឬក៏យ៉ាងម៉េចយល់សប្តិឲ្យឃើញចាអញ្ចឹងតាំងពីហ្នឹងមកគឺខ្ញុំអត់ហ៊ានប្រឆាំងទៀតទេព្រោះគេថាមួយម៉ាត់ចង់ក្រឬក៏ចង់មានអាយុខ្លីឬក៏អាយុវែងចោលយើងរើសតាចុះអ្នកគ្រូគិតថាអ្វីដែលមកប្រាប់ហ្នឹងវាជាផ្លូវល្ងិតមួយតាមបើយើងនិយាយបែបសាសនារបស់យើងជាគ្រូរបស់យើងចាអញ្ចឹងខ្ញុំជឿលើជំនឿសាសនារបស់ខ្មែរខ្ញុំជឿដោយសារខ្ញុំជួបពិតហើយឲ្យមកឃើញពិតអញ្ចឹងពេលខ្លះអមមកថាខ្ញុំជំនះថាដល់ខាងខ្ញុំត្រូវទៅអាហ្នឹងឯងជួនកាលខ្ញុំកេងអញ្ចឹងទៅយប់ឡើងមកផ្ទះខ្ញុំធ្លាក់ไปលើក្រែក៏វាដែរអត់ឲ្យទៅដាច់ខាតអូចាអញ្ចឹងខ្ញុំអត់ទៅទេអញ្ចឹងក្នុងវិស័យហុងស៊ុយយើងអត់អាចយកអាហ្នឹងមកសូបានទេព្រោះហ្នឹងជាអ្នកការពារគេតម្រូវឲ្យយើងមកធ្វើអីចាអញ្ចឹងយើងមានភារកិច្ចរបស់យើងទៅធ្វើអីគេខ្លះអញ្ចឹងគេនេះហ្មងថាហាមដាច់ខាតធ្វើអីក៏ដោយអ្នកគ្រូដែលមានអារម្មណ៍ថានឿយហត់ចង់បោះបង់ការងារមួយនេះអត់នៅពេលដែលទទួលការវាយប្រហារការរិះគន់គិតថាមកជន់ស្រុកខ្មែរមកសម្រាប់តបោកប្រាស់ប្រជាពលរដ្ឋខ្ញុំធ្លាប់មានចាធ្លាប់គិតតែអត់បោះបង់ព្រោះនៅពេលដែលខ្ញុំថាហេតុអីធ្វើបន់ទៅសុកប៉ាន់ខ្ញុំចង់ធ្វើបន់មួយហេតុអីសុកប៉ាន់ចាំបាច់ទៅសុកប៉ាន់ព្រោះខ្ញុំគេថាយើងរៀននៅសិង្ហបុរីយើងដឹងថាសិង្ហបុរីមិនច្បាប់គេមិនហើយគ្រូរបស់យើងផ្នែកគណិតគ្រូរបស់យើងមិនអញ្ចឹងយើងដូរផ្នែកគណិតយើងទៅបែបសិង្ហបុរីបាត់ដែរតែពេលយើងមកដល់នេះអ្នកខ្លះគេអត់យល់ពីយើងគេថាគោលដៅយើងធ្វើនេះដើម្បីបែបនេះប្រយោជន៍បែបនេះតែគេមើលមកយើងបែបផ្សេងអញ្ចឹងពេលខ្លះខ្ញុំគិតថាបើខ្ញុំត្រឹមតែបាយ3ពេលហើយត្រឹមតែផលប្រយោជន៍ខ្លួនឯងខ្ញុំអត់ចាំបាច់ត្រឡប់មកខ្មែរវិញទេខ្ញុំនៅសិង្ហបុរីក៏បានដែរចាខ្ញុំទៅប្រទេសណាក៏គេស្វាគមន៍ដែរពួក credit របស់ខ្ញុំតំណែងរបស់ខ្ញុំនៅក្នុងវិស័យហុងស៊ុយខ្ញុំនៅជួលើហើយហ្នឹងចាអញ្ចឹងតម្លៃខ្លួនខ្ញុំគឺលើបាត់ហើយបើធៀបនៅស្រុកខ្មែរគុណនឹង20 ដងចា20 ដងនៃស្រុកខ្មែរដែលតម្លៃខ្លួនខ្ញុំនៅក្រៅប្រទេសអញ្ចឹងខ្ញុំសួរហេតុអីខ្ញុំត្រូវមកពិបាកនៅស្រុកខ្មែរ
វាជាវាសនា គេមកប្រាប់ថាខ្ញុំដាច់ខាតត្រូវតែមកខ្មែរ ហឹម បើមិនអញ្ចឹងខ្ញុំអត់ត្រូវជាពីជំងឺទេ ចាខ្ញុំមានបញ្ហាបេះដូងឥឡូវខ្ញុំធម្មតាទាំងអស់គឺខ្ញុំទៅបណ្ឌិតជំងឺបេះដូងនៅសិង្ហបុរីអញ្ចឹងដុកទ័រក៏ដែរអត់អីប្រកបដីទាំងអស់10ឆ្នាំទៀតចាំជួបគាត់ក៏បាន ចុះបើចាប់ផ្ដើមពីការ start ដំបូងអ្នកគ្រូទៅចាប់ផ្ដើមរៀនប៉ាជឺ ចា អ្នកគ្រូបានមើលវាសនាខ្លួនឯងថាថ្ងៃមុខទៅជាអីអត់ មើលប៉ុន្តែបើសិនតែខ្ញុំបដ ாய் នឹងវាសនាគឺខ្ញុំអត់អាចជោគជ័យបានទេខ្ញុំដើរប្រច្រាស់ចាព្រោះវាសនារបស់ខ្ញុំវ័យចររបស់ខ្ញុំវ័យចរធ្លាក់ចាអញ្ចឹងខ្ញុំចាប់ផ្ដើមយកបើលោកគ្រូខ្ញុំថាបដ ாய் លើវាសនាគឺអត់ជោគជ័យធំទេតែដើម្បីកែវាសនាយើងតែមានខដោះដូរអញ្ចឹងខដោះដូររបស់ខ្ញុំគឺធ្ងន់អញ្ចឹងខ្ញុំកែវាសនាពីវាសនាធ្លាក់មកឡើងខដោះដូររបស់ខ្ញុំធ្វើហើយទៅជួយសង្គមធ្វើហើយទៅជួយសង្គមអញ្ចឹងមកខ្ញុំធ្វើទីសក្ការៈមានឋានសួគ៌ហ្នឹងខ្ញុំសួរថាហេតុអីខ្ញុំចំណាយលុយច្រើនចេះដោយសារខដោះដូររបស់ខ្ញុំអត់ចង់អាយុខ្លីទេវាសនាខ្ញុំអាយុខ្លីហើយវាសនាខ្ញុំអត់អាចមានលុយលៀនកាន់ទេតែខ្ញុំកែទាំងអស់ដល់ពេលខ្ញុំកែខ្ញុំអត់បាច់កែហ្នឹងគឺទី1ធ្វើអីក៏ដោយកុំរំពឹងលុយមុនអសោះចាកុំរំពឹងធ្វើអីក៏ដោយផ្ដោតទៅលើគុណភាពផ្ដោតទៅលើដែលគេហៅគុណសម្បត្តិដែលបានមកវិញណាគឺថាអូខេខ្ញុំ consultant ឲ្យអ្នករកស៊ីធំធំអីចឹងខ្ញុំអត់ខ្វល់ទេថ្ងៃក្រោយគេឲ្យខ្ញុំក៏ឲ្យមិនឲ្យក៏អត់អញ្ចឹងណាឧទាហរណ៍ដំបងអាំងប៉ាវប្រហែលតែថ្ងៃក្រោយគេឲ្យមិនខ្វល់ទេតែភាគច្រើនពួកគាត់នៅពេលដែលគាត់ជោគជ័យអាំងប៉ាវគាត់មកល្អច្រើនអ្នកគ្រូតាជំនឿហ្នឹងវាអាចពាក់ព័ន្ធនឹងមនុស្សហ្នឹងមានកត្តាធាតុអ៊ីងនៅក្នុងខ្លួនឬក៏អត់បើសិនឧទាហរណ៍ថាបើសិនជាបុគ្គលហ្នឹងថ្ងៃខែឆ្នាំកំណើតគាត់វាមានធាតុអ៊ីងក្នុងខ្លួនបុគ្គលហ្នឹងអាចនឹងជឿទៅលើជំនឿហ្នឹងច្រើនចាឬក៏មនុស្សដែលមិនជឿសោះដោយសារគាត់អត់មានអាធាតុហ្នឹងក្នុងខ្លួនឬក៏គាត់ចេះបញ្ហាពីរទី1អត់មានទី2គឺចេះដូចករណីខ្ញុំមានតែខ្ញុំចេះដំបូងខ្ញុំមានប៉ុន្តែខ្ញុំអត់ជឿហើយអត់ចង់សំខាន់អត់ជឿអត់ចង់ធ្វើអត់ចង់កាន់អត់ចង់រៀនផ្នែកហ្នឹងគឺជឿលើខ្លួនឯងថា business ទៅអញ្ចឹងណាធ្វើ business ទៅដល់ពេលអញ្ចឹងវាដល់វ័យមួយគេថាប្រឆាំងនឹងវាសនាអត់បានអញ្ចឹងគោលដៅវាសនារបស់យើងគេតម្រូវឲ្យយើងធ្វើអីយើងធ្វើអាហ្នឹងទៅធ្វើអាហ្នឹងដើម្បីជួយខ្លួនយើងជួយទាំងសុខភាពខ្លួនយើងជួយទាំងអ្នកដទៃជួយសង្គមអញ្ចឹងផ្នត់កំណត់យើងចាប់ផ្ដើមដូរយើងចាប់ផ្ដើមធ្វើអីមួយយើងគិតផលប្រយោជន៍រួមជាធំអញ្ចឹងពេលវេលាក្នុងមួយសប្តាហ៍ខ្ញុំបែងចែក2ថ្ងៃសម្រាប់ខ្ញុំយកភ្ញៀវ5ថ្ងៃគឺសម្រាប់ការងាររួមអ្នកគ្រូដែលមានអារម្មណ៍ភ័យខ្លាចអត់នៅពេលដែលទៅជួសជុលកែប្រែវាសនារបស់អ្នកណាម្នាក់ដែលជាគេហៅថាគេអាចផ្ញើវាសនាលើអ្នកគ្រូហើយតែដោយភាពជឿជាក់ដោយចំណេះជំនាញអ្នកគ្រូគិតថានឹងអាចត្រូវតែធ្វើបានឬក៏យ៉ាងណាសម្រាប់ខ្ញុំមិនដែលមោទនភាពលើខ្លួនឯងថាខ្ញុំទៅធ្វើបានទេខ្ញុំតែនិយាយមួយថាទី1ខ្ញុំអត់ប្រឡាចគេថាគេនឹងស្លាប់ថ្ងៃណាមានបញ្ហាអីខ្ញុំគ្រាន់ថាឲ្យប្រយ័ត្នអញ្ចឹងណាប្រយ័ត្នមែនតើថ្ងៃនេះម៉ោងនេះហាមចេញពីផ្ទះឬកុំឲ្យធ្វើអីហើយខ្ញុំនឹងព្យាយាមកែហើយទៅធ្វើតាមខ្ញុំតែយើងប្រាប់គេប៉ុណ្ណឹងសម្បីខ្លួនគេអត់ភ័យទេណាគាត់គិតល្មមតែក្នុងខ្លួនយើងនេះយើងភ័យជំនួសគេព្រោះយើងដឹងអាហ្នឹងឯងដែលធ្វើឲ្យយើងកាត់ទុកចាកាត់ទុកយើងទៅតាមថាថ្ងៃនេះចេញក្រៅផ្ទះអត់អីចឹងនេះជាមូលហេតុដែលអ្នកធំគាត់ស្រឡាញ់យើងគឺដោយសារអញ្ចឹងដល់ពេលរឿងដែលគាត់ទៅកើតធំដូចឧទាហរណ៍ថាជើងលេខធម្មតាប៉ាជឺសូណាបើយើងរៀនជ្រៅបើថាជើងលេខថ្ងៃហ្នឹងត្រូវអូខេចេញក្រៅគ្រោះថ្នាក់ចរាចរណ៍ទៅដាច់ជើងចាដាច់ជើងមិនមែនរបួសជើងឲ្យដាច់ជើងតែយើងគួរកែមិនម៉េចដើម្បីកុំឲ្យវាដាច់ជើងហ្នឹងត្រឹមតែរបួសដេ4-5ធ្លេហើយដល់ពេលហ្នឹងយើងភ័យទៀតដែរថាចុះបើសិនជាយើងប្រាប់ទៅគាត់អត់តាមតែគាត់នឹងជួបរឿងអីអញ្ចឹងហើយយើងភ័យជំនួសគេទាំងខ្លួនគេតែដល់ពេលអ្នកតាមគាត់អត់ចាញ់មែនគាត់អត់ចាញ់ក្រៅផ្ទះហើយគាត់នៅក្នុងផ្ទះគាត់ថាអត់ជិះឡានទេថ្ងៃហ្នឹងគាត់ទៅតែដល់ពេលគាត់ជិះកង់គាត់ជិះឡានគាត់ជិះកង់អាគ្រោះរបស់គាត់គឺដោយសាររឿងដែកហ្នឹងឯងអាការបុកដែលធ្វើឲ្យបាក់ជើងគឺបុកតែឆុងខ្លាំងគឺបុកបាក់ជើងហើយដល់ទៅពេលគាត់នៅផ្ទះគាត់ចេញក្រៅផ្ទះគាត់ដួលកង់ដេកអស់5ធ្នេហើយផុតអា2ម៉ោងហ្នឹងគ្រោះរបស់គាត់បានត្រឹម5ធ្នេហ្នឹងឯងក៏ឲ្យបាច់ដាច់ជើងឯងអាហ្នឹងឲ្យយើងសុបាយចិត្តដែលយើងថាពីពង្រួមពីអាគ្រោះធំរបស់គាត់មកតូចនេះអ្នកគ្រូសុបាយចិត្តខ្លាំងបំផុតនៅក្នុងជីវិតនៅពេលណានៅពេលដែលខ្ញុំឆាច់ឃើញអ្នកដែលមានហានិភ័យដល់អាយុជីវិតច្រើនអ្នកហើយយើងអាចថា
កែឲ្យគាត់បានឆ្លងផុតពីគ្រោះធំហ្នឹងគឺសប្បាយចិត្តជាងគេបំផុតពេលហ្នឹងសឹងអត់ខ្វល់ទេថាសំខាន់រវល់ប៉ុណ្ណាក៏ត្រូវទៅជួយដែរម៉ោង3ភ្លឺក៏ត្រូវទៅកែគេដែរ មួយជីវិតអ្នកគ្រូធ្លាប់ខូចចិត្តអត់ ខូចចិត្តគឺខូចចិត្តជាងគេជាមួយប៉ាខូចចិត្តជាងគេគឺជាមួយប៉ាពួកអីយើងគិតថាយើងកើតមកយើងធម្មតាកូនត្រូវការ ភាពកក់ក្ដៅ ភាពកក់ក្ដៅពីឪពុកម្ដាយ ការលើក តែ ទឹក យើងអ ចិត្ត ត់មានទេយើងអត់មានភាពកក់ក្ដៅពីឪពុកម្ដាយយើងតែចង់បានភាពកក់ក្ដៅទៅរកភាពកក់ក្ដៅដោយខ្លួនឯងយើងចង់បានអីត្រូវតែរកដោយខ្លួនឯងខំដោយខ្លួនឯងអញ្ចឹងយើងត្រូវប្រឹងខ្លួនឯងទាំងអស់លួងខ្លួនឯងខូចចិត្តក៏ត្រូវលួងខ្លួនឯងអញ្ចឹងអត់តែចំណុចនេះមួយគឺធ្វើឲ្យយើងរឹងមាំយើងអត់យកជីវិតរបស់យើងទៅផ្ញើនឹងអ្នកណាយើងពឹងលើខ្លួនយើងអញ្ចឹងដួលឬងើបអាស្រ័យលើខ្លួនយើងការគិតអានេះគឺធ្វើឲ្យយើងរឹងប៉ឹងអញ្ចឹងពេលខ្លះដូចអ្នកខ្លះគាត់មកជួបយើងថាជួបខ្ញុំអញ្ចឹងណាអ្នកគ្រូខ្ញុំពិបាកណាស់ជីវិតពិបាកខ្ញុំសួរមួយម៉ាត់មានបាយញ៉ាំនៅតែនៅមានបាយញ៉ាំអត់បើគាត់នៅមានបាយញ៉ាំខ្ញុំថាអត់តន់ពិបាកឯងពួកខ្ញុំធ្លាប់ពិបាកអត់មានបាយញ៉ាំផងតែខ្ញុំអាចស៊ូបានខ្ញុំអត់លោតទឹកសម្រាប់ខ្លួនខ្ញុំអត់គិតខ្លីទៅចងកខ្ញុំអត់គុំនឹងអ្នកណាតែខ្ញុំព្យាយាមបណ្ណាំងបច្ចេកលើខ្លួនឯងចាខ្ញុំអត់ចេះអីខ្ញុំរៀននឹងតាំងពីការប្រមាថគាត់ថាធម្មតាឪពុកប្រមាថកូនវាមិនបញ្ហាប៉ុន្តែអាការឈឺចាប់ហ្នឹងឈឺខ្លាំងរហូតដល់ខ្ញុំថាខ្ញុំលេងចង់មកជន់ទឹកដីភ្នំពេញតែចុងក្រោយខ្ញុំនៅតែមកដោយសារអីគាត់ប្រាប់ថាអ្នកឯងធ្វើត្រឡប់ទៅជួយជាជនខ្មែរវិញជួយខ្មែរយើងអ្នកដែលពិបាកតែមកដំបងអ្នកណាតែជឿលើហុងស៊ុយគេធ្លាប់តែគេសែនព្រេនយើងចេញមកខុសគេខុសគេពាក់ព័ន្ធនឹងពណ៌ពាក់ព័ន្ធនឹងខ្យល់ពាក់ព័ន្ធអីគេអត់ជឿទេតែវិញអញ្ចឹងតែយើងថ្មីពេកតែយើងព្យាយាមពិសោធន៍ឲ្យគេឃើញយើងច្បាស់ថាអានឹងវាពិតអញ្ចឹងពិសោធន៍មិនជឿពិសោធន៍មើលទៅអញ្ចឹងខ្ញុំអត់ខ្លាចនៅក្នុងការពិសោធន៍ទេចុះម៉ាក់អ្នកគ្រូម៉ាក់អត់អីទេម៉ាក់គាត់គ្រប់គ្រងម្ដងថ្ងៃនេះគាត់ទទួលបានអារម្មណ៍បែបណានៅពេលដែលឃើញវត្តមានកូនត្រឡប់មកវិញប្រកបដោយភាពជោគជ័យមោទនភាពមួយប្រទេសគោរពអ្នកគ្រូស្រឡាញ់អ្នកគ្រូសាទរអ្នកគ្រូខ្ញុំគិតថាម្ដាយខ្ញុំធ្វើបុណ្យល្អអញ្ចឹងគាត់មានបុណ្យអញ្ចឹងគាត់ពេលដែលកូនចាប់ផ្ដើមប្រសើរឡើងល្អជីវិតម្ដាយខ្ញុំក៏ល្អតែប៉ាខ្ញុំនៅពេលដែលខ្ញុំចាប់ផ្ដើមមកវិញជីវិតខ្ញុំល្អស្បែកជាគាត់អត់នៅចាតែខ្ញុំក៏នៅតែអរគុណណាព្រោះទី1អ្វីដែលខ្ញុំអរគុណគឺគាត់អត់បានឲ្យជាលុយកាក់ឲ្យខ្ញុំមែនគាត់ប្រមាថវាយប្រហារយើងពិបាកទឹកចិត្តយើងមែនតែអ្វីដែលគាត់ឲ្យខ្ញុំគឺខួរក្បាលចាចុះចុងក្រោយមុនពេលដែលគាត់បាត់បង់ជីវិតទៅគាត់អាចបន្សល់ពាក្យពេចន៍អ្វីនិយាយទៅកាន់អ្នកគ្រូអត់ដែលជាមនោចេតនារវាងអត់បានតន់ដង្ហើមគាត់ទេប៉ុន្តែកាលពេលដែលគាត់ឈឺហ្នឹងជួបគាត់ថាកាលប៉ានៅរស់ប៉ាចង់បានផ្ទះធំនៅកូនធ្វើកូនបំពេញបំណងប៉ាអញ្ចឹងបើប៉ាស្លាប់ទៅប៉ាក៏ចង់បានផ្ទះធំដែរអញ្ចឹងបានន័យថាពេលគាត់ស្លាប់ទៅយើងត្រូវធ្វើម៉ងឬចាក់ដីឲ្យគាត់ខ្នាតធំតែពេលដែលគាត់ស្លាប់ហ្នឹងខ្ញុំរកដីល្អអត់តន់បានចារកដីល្អអត់តន់បានខ្ញុំក៏យកសពគាត់ទៅផ្ញើនៅចំការខ្ញុំនៅខេត្តចាតែក្រោយមកខ្ញុំរកដីបានឥឡូវខ្ញុំរៀបចំធ្វើជាចេតិយធំឲ្យគាត់អញ្ចឹងបំពេញបំណងនៅអ្វីដែលគាត់ចង់បានតែម៉ងដែលដាក់នៅខេត្តក៏ធំដែរតែគាត់ថាខ្ញុំអត់តន់រៀបឲ្យវាមិនមែនជាដីដង្ហើមនេះចាអញ្ចឹងគាត់ថាកុំឲ្យប៉ះក៏កុំឲ្យទាញតម្លាក់កូនណាអញ្ចឹងយើងចូលផ្ញើសិនផ្ញើ DNA សិនតែឥឡូវនេះខ្ញុំកំពុងរៀបចំតែស្អាតខ្ញុំធ្វើស្អាតខ្ញុំជឿថាគាត់ក៏សប្បាយចិត្តដែរនៅក្នុងមួយជីវិតអ្នកគ្រូនេះជាសំណួរចុងក្រោយក្នុងកម្មវិធីរបស់ខ្ញុំតើពេលណាទៅដែលអ្នកគ្រូមានមោទនភាពជាងគេមោទនភាពជាងគេគឺនៅពេលដែលខ្ញុំបានទទួលការទំនុកចិត្តបានតំណែងមួយនៅក្រៅប្រទេសដែលគេជឿជាក់លើយើងចាជាធម្មតាតំណែងនោះគឺមិនមែនបានមកដោយងាយមិនមែនបានមកដោយការយកលុយទៅសោកប៉ាន់គឺត្រូវការសមត្ថភាពសុទ្ធសាធចាអញ្ចឹងនៅក្នុងជួរហុងស៊ុយអន្តរជាតិគេមាន level ថ្នាក់របស់គេជា Grand Master ជាប្រធានប្រចាំប្រទេសអញ្ចឹងនៅក្នុងហ្នឹងជា chapter របស់គេហ្នឹងគឺ
strict ខ្លាំងទី1គ្រូហុងស៊ុយដែលមានជំនាញប៉ុន្តែអត្តចរិតអត់ល្អក៏អត់ជាប់ដែរអញ្ចឹងគេទាមទារឲ្យគ្រូហុងស៊ុយដែលមានជំនាញ ចា ទាំងអត្តចរិតទាំងការអនុវត្តហើយនឹងការបេះដូងដែលជួយអ្នកដទៃបានជាប់ ចា ចឹងនៅក្នុងនោះខ្ញុំទទួលបាននៅក្នុងឆ្នាំ2023ចាទាំងខាងប្រធាន president បើសរុបទៅមកដល់ឆ្នាំនេះ3ឆ្នាំហើយដែលអ្នកគ្រូទទួលបាន ចា3ឆ្នាំការពិតខ្ញុំទៅបានតាំងពី2018ប៉ុន្តែដោយសារតែខ្ញុំdelay សុំ delay ថាតំណែងធំរបស់នឹងខ្ញុំត្រូវការឲ្យខ្ញុំមានស្នាដៃធំសិនដើម្បីឡើងមកកុំឲ្យមានការវាយប្រហារប៉ុន្តែពួកគេតេស្តលើសមត្ថភាពយើងហើយគ្រប់ធំលោកគ្រូធំគាត់តេស្តលើសមត្ថភាពយើងហើយប៉ុន្តែដោយសារខ្ញុំធ្វើអីមួយខ្ញុំចង់ធ្វើអីមួយឲ្យវាមានស្នាដៃលេចធ្លោធំ ចា มันអាចឲ្យអ្នកណាមកវាយប្រហារខ្ញុំបានទេអញ្ចឹងដូចថាអូខេគាត់ឲ្យតំណែងយើងមែនអញ្ចឹងគ្រូហុងស៊ុយផ្សេង49ប្រទេសទៀតចាតំណាងប្រទេសមួយគេចង់បានដូចគ្នាតែហេតុអីគេអត់បានអញ្ចឹងគេត្រូវសួរថាហេតុអីបានខ្ញុំត្រូវបានចាអញ្ចឹងគេត្រូវតេស្ត challenge យើងឲ្យពីសមត្ថភាពរបស់យើងអញ្ចឹងគេត្រូវតេស្តតាំងពីកន្លែងយើងធ្វើការយើងស្នាដៃយើងមានអីខ្លះហើយគេទៅ audit ហើយបើគេ audit តែកន្លែងដែលយើងរៀបចំហ្នឹងខុសវិញអាហ្នឹងយើងមានបញ្ហាចាអញ្ចឹងបានថាពេលដែលខ្ញុំធ្វើអីមួយខ្ញុំ strict រឿងហ្នឹង ហើយសមិទ្ធផលដែលទទួលបានពីការទទួលតំណែងហ្នឹងគឺជាអ្វីខ្លះ សមិទ្ធផលដែលគេឲ្យហើយឬមក audit តាមក្រៅឬយ៉ាងម៉េចដែរ ដែលគេត្រូវផ្ដល់ឲ្យអ្នកគ្រូជាអ្នកស្នងមរតក ទី1គឺជា president ការគ្រប់គ្រងហុងស៊ុយលំដាប់ប្រទេសចាជា president Cambodia chapter ISA Cambodia chapter នឹងទី1មួយទៀតចុងក្រោយនេះនៅក្នុងឆ្នាំ2025ការប្រកាសស្នងតំណែងពីលោកគ្រូធំចាគ្រូធំគ្រូហុងស៊ុយលំដាប់លេខ1របស់អន្តរជាតិចាអញ្ចឹងគឺគេប្រកាសប្រកាសនៅHyattយើងទេនៅសុខយើងតាពេលហ្នឹង surprise គ្រូ surprise មែនតើបាននឹកស្មានថា ពេលឲ្យឡើងនិយាយអាកាសយំពួកយើងនឹកស្មានដល់ហើយពេលហ្នឹងបរទេសគាត់យំដែរបើ40ឆ្នាំ អញ្ចឹងនៅពេលដែលយើងស្នងមកដល់អញ្ចឹងអ្នកគ្រូកំពីអីច្បាប់ទម្លាប់គឺត្រូវស្ថិតនៅក្នុងដៃអ្នកគ្រូ នៅក្នុងដៃខ្ញុំទាំងអស់ចាតែយើងត្រូវមានតួនាទីមួយគឺត្រូវថែរក្សាកុំឲ្យបាត់បង់បើសិនជាឧទាហរណ៍ថ្ងៃក្រោយអស់ពីខ្ញុំសិង្ហបុរីត្រូវយកទៅវិញហើយចា ចា ហើយខ្ញុំបើសិនជាករណីអ្នកស្នងខ្ញុំអាចមានគុណសម្បត្តិដែលអាចថែរក្សាបានគេនឹងទុកនៅខ្មែរបន្តតែបើសិនជាអ្នកស្នងខ្ញុំគុណសម្បត្តិអត់គ្រប់គ្រាន់គឺនឹងបកគលទៅខាងសិង្ហបុរីវិញ អរគុណច្រើនអ្នកគ្រូថ្ងៃនេះជជែកគ្នាបានយូរមែនទែនហើយដឹងរឿងច្រើនតាក់ទងអំពីជីវិតរបស់អ្នកគ្រូដែលឆ្លងកាត់រហូតបានក្លាយទៅជា Master Feng Shui មួយដែលគេហៅថាមានគុណភាពយើងអាចនិយាយពាក្យថាពូកែនិយាយថាមានគុណភាពវិញដោយសារហេតុអីគឺរាល់អ្វីដែលអ្នកគ្រូធ្វើគឺមានឆន្ទៈមួយពិតប្រាកដដែលហ៊ានជួយគឺបានផលជួយទាំងដែលគេហៅថាមានសច្ចធម៌មានចិត្តមេត្តាធម៌ទៅអ្នកដែលជុំវិញខ្លួនមិនមែនគិតរឿងតែលុយមួយមុខចាចា ការពិតមែនតើទៅរឿងនេះបើយើងអត់ប្រកាន់កលការបែបហ្នឹងអ្នកដែលគ្រោះថ្នាក់គឺខ្លួនយើងចាទី1យើងមិនអាចរក្សាជីវិតយើងបានទី2យើងក៏អាចជួយអតិជនបានដែរចាភ្ញៀវយើងបានដែរហើយក៏ជាគំរូមួយល្អសម្រាប់ដល់ចិនសាចំនួនក្រោយចាហើយចំណុចគោលដៅសំខាន់គឺយើងចង់ឲ្យកម្ពុជាយើងហ្នឹងគឺឈរលំដាប់ជួរមុខនៅអន្តរជាតិឥឡូវយើងធ្វើបានហើយចាយើងធ្វើបានហើយថ្មីក៏គេទៅទៅផុសដែរខាងអន្តរជាតិគេទៅទៅផុសដែរអបអរសាទរអ្នកគ្រូ អរគុណ សម្រាប់ការខិតខំប្រឹងប្រែងពីបាតដៃទទេការប្រឆាំងនៅក្នុងគ្រួសារការតស៊ូការមើលងាយពីគ្រួសាររហូតមកដល់មានមុខតំណែងមួយដែលទទួលស្គាល់ទូទាំងពិភពលោកហើយពិតជាមានមោទនភាពមែនទែនដែលអ្នកគ្រូបានជួយប្រជាពលរដ្ឋជាច្រើនដែលគេទទួលបានការសង្គ្រោះពីអ្នកគ្រូហើយទទួលបានការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់អ្នកគ្រូខ្ញុំក៏ជាមនុស្សម្នាក់ដែលអ្នកគ្រូបានណែនាំតាមរយៈការជួបគ្នាកន្លងមកហើយក៏ខ្ញុំក៏ជាមនុស្សមួយដែលមិនជឿទៅលើរឿងហ្នឹងដែរប៉ុន្តែក៏ព្យាយាមគេហៅថាដើម្បីចង់ដឹងការពិតយើងត្រូវពិសោធន៍ចាហើយក៏ពិសោធន៍ឃើញថាអ្វីដែលអ្នកគ្រូណែនាំវាពិតជាបានផលដូចជាអ្នកគ្រូបានបង្ហាត់បង្រៀនសិស្សអញ្ចឹង វិជាពិតមែនតើមិនមែនជាជំនឿទេអញ្ចឹងពេលយើងចង់ពិសោធន៍គឺយើងពិសោធន៍បានដែរអញ្ចឹងបើយើងនិយាយការពិតយើងអត់មានខ្លាចអីទេអញ្ចឹងចង់អ្នកណាវាយប្រហារអ្នកណាបកស្រាយមិនជារឿងរបស់គេប៉ុន្តែនៅពេលដែលរឿងនឹងបើកកាចេញមកពិតឬមិនពិត
អ្នកនឹងនឹង ទទួលរ ទទួលរងខ្លួនឯងទេ ហឹម ចាអញ្ចឹងចំណុចហ្នឹងហើយដែលខ្ញុំអត់តបតនៅក្នុងការវាយប្រហាររបស់អ្នកណាម្នាក់ ចាអរគុណច្រើនអ្នកគង់ថ្ងៃនេះបានជជែកគ្នាច្រើនមែនតើលោកអសេនីកញ្ញាជាទីគោរពនិងជាទីមេត្រីមុននឹងបញ្ចប់កម្មវិធីសូមអនុញ្ញាតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភធំដែលនាំមកជូនដោយចាអរគុណអ្នកគ្រូសម្រាប់ការចូលរួមនៅក្នុងសប្តាហ៍នេះហើយពិតជាគោរពអរគុណអ្នកគ្រូខ្លាំងសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃព្រោះនាងខ្ញុំដឹងថា Master Feng Shui Nali មិនមែនអញ្ជើញដោយលុយបានទេមិនមែនអញ្ជើញដោយទឹកប្រាក់បានទេអ្វីដែលអ្នកគ្រូផ្ដល់ជូនក្នុងកម្មវិធីសខ្មៅថ្ងៃនេះគឺជាការផ្ដល់តម្លៃហើយនឹងបង្ហាញអំពីប្រវត្តិអ្នកគ្រូជាក់ស្ដែងដែលបានឆ្លងកាត់ជាពិសេសផ្ដល់ទៅបទពិសោធន៍មួយអ្នកដែលតែងតែអស់សង្ឃឹមនៅក្នុងជីវិត ចា តែងតែគិតថាអ្នកខ្លះគ្រាន់តែអត់លុយទេ ចា តែអ្នកគ្រូអត់ទាំងលុយគ្រួសារមិន support ចា ជួប កាត់ ឧបសគ្គ ការចោល ច្រើន ទៀត កាត់ចាការចោលឪពុកមានប្រពន្ធចុងបានន័យថារឿងបើនិយាយទៅអានេះគេហៅឆុង4ត្រួតអ្នកគ្រូ មិន4ទេ12ត្រួត 12ត្រួតហើយចាគឺច្រើនមែនតើ ចា នេះគឺជាការបង្ហាញមួយអំពីផ្លូវដើរក្នុងជីវិតរបស់បុគ្គលម្នាក់ៗថាកុំចោះចាញ់វាសនាហើយពេលដែលជួបអ្នកគ្រូត្រូវចេះតវ៉ានឹងព្រំលិខិតខ្ញុំចាំសម្ដីអ្នកគ្រូបាន ចា ត្រូវតែចេះប្រឆាំងជាមួយនឹងព្រំលិខិតទើបជីវិតរបស់យើងដើរទៅមុខស៊ូឡើងយើងអាចយកអ្នកគ្រូជាគំរូបុគ្គលណាម្នាក់ដែលអ្នកគិតថាមានគេពិបាកច្រើនជាងយើងឆ្ងាយណាស់អ្នកគ្រូជាចុងក្រោយមានអ្វីនិយាយទៅកាន់ fan អ្នកគ្រប់គ្រងនិងសិស្សរបស់អ្នកគ្រូជាច្រើននៅក្នុងស្រុកខ្មែរក៏ដូចនៅក្រៅប្រទេស ចាចំណុចនេះខ្ញុំចង់លើកទឹកចិត្តដល់បងប្អូនដែលជាពិសេសក្នុងយុគ9 ចាយុគ9ពីយុគ8ពេលបដូរយុគនេះគឺឆ្នាំទី1ទី2ទី3បាន2024 25 26និង27គឺជាឆ្នាំដែលផែនដីដូរកន្លងអញ្ចឹងហើយភាព stable គឺអត់មានទេនៅលើពិភពលោកវាប្រែប្រួលគ្រប់ពេលវេលាទាំងអាកាសធាតុទាំងសន្តិសុខសង្គមសន្តិសុខជាតិអញ្ចឹងវាអត់មានអីថិតថេរទេអញ្ចឹងអ្នកមុខជំនួយផ្សេងៗដូចគ្នាអ្នកដែលអាចឈរបាននៅក្នុងពេលដែលផែនដីដូរកន្លងបដូរយុគបែបនេះចាត់ទុកថាសំណាងល្អហើយមាំរឹងមាំមែនទែនតែអ្នកដែលមានបញ្ហាកុំអស់សង្ឃឹមតារាបណានៅមានបាយញ៉ាំនៅមានជីវិតមានដង្ហើមភាពជោគជ័យរងចាំយើងឲ្យតែយើងចេះកែប្រែខ្លួនយើងចេះតស៊ូអញ្ចឹងបើយើងដើរខុស ដើរម្ដងទៀត យើងរកផ្លូវដែលដើរឲ្យត្រូវហើយមោទនភាពខ្លួនឯងយើងអាចមោទនភាពបានប៉ុន្តែបើកចិត្តរៀននៅអ្វីដែលថ្មីថ្មីយក9នេះបើសិនជាករណីយើងធ្វើអីបែបពីដើមដូចការយក8គឺអត់ជោគជ័យទេចាអញ្ចឹងយក9ទាមទារឲ្យទី1ធ្វើ business អីក៏ដោយគុណភាពជាចម្បងចាកិត្តិយសជាចម្បងរក្សាគុណភាពរក្សាកិត្តិយសកេរ្តិ៍ឈ្មោះនឹងគឺជោគជ័យសន្សំទៅពោះជាយុគមួយដែលបើកបង្ហាញការពិតល្អឬមិនល្អផលិតផលល្អឬផលិតផលមិនល្អគឺពេលហ្នឹងឯងអញ្ចឹងធ្វើអីមួយក៏ដោយយក9គិតលើគុណភាពជាចម្បងចាបើសិនជាការវិនិយោគអីមួយគិតពីផលប៉ះពាល់ធម្មជាតិដែលនៅជុំវិញខ្លួនយើងជាចម្បងកុំឲ្យផលប៉ះពាល់អញ្ចឹងចំណុចនេះខ្ញុំចង់ផ្ដាំបើសិនជាបងប្អូនខ្មែរយើងក៏ដោយប្រទេសណាក៏ដោយប្រជាជនទាំងលើផែនដីយើងនេះទៅឲ្យដើម្បីកាត់បន្ថយគ្រោះភ័យគ្រោះធម្មជាតិនៅលើពិភពលោកយើងនៅក្នុងយុគ9និងយុគ1ចាយុគ9គ្រោះធម្មជាតិត្រែងស្ងួតទឹកជំនន់យុគ1គឺទឹកជំនន់ខ្លាំងអញ្ចឹងដើម្បីបង្ការទាំងយុគគ្រោះធម្មជាតិទាំងយុគ9និងយុគ1កាត់បន្ថយមិនមែនបានន័យថាមិនកើតឡើងទេគាត់តែកើតឡើងធំដែលធ្វើឲ្យយើងគ្រោះថ្នាក់ធំអាចនឹងបន្ថយបើសិនជាយើងអាចធ្វើបានប្រជាជនម្នាក់អាចជួយបានអញ្ចឹងម្នាក់ឧទាហរណ៍តែយើងម្នាក់នេះដាំដើមឈើម្នាក់4ដើមម្នាក់4ដើមដាំនៅទិសខាងកើតផ្ទះក៏បានកើតជើងត្បូងក៏បានទិសខាងត្បូងក៏បានចាអញ្ចឹងយើងដាំទៅបើសិនជាបានដាំនៅកើតជើងត្បូងក៏បានដែរដាក់ទៅគ្រប់ផ្ទះដាក់បានអញ្ចឹងដើមឈើរៀងធំប៉ុន្តែកុំដាំស្លាក់មុខផ្ទះយើងបែរទៅទិសត្បូងទិសកើតត្បូងចំកុំដាំស្លាក់មុខផ្ទះបើដាំដើមឈើស្លាក់មុខផ្ទះវាស្លាក់លុយដូចគ្នាតែដាំបានកុំឲ្យខ្ពស់លើសពីល្បងតែបើសិនដើមឈើនៅជាហៀងផ្ទះយើងដាំឲ្យខ្ពស់ចោះចាតែកុំឲ្យមេឃហ្នឹងវាមកប៉ះនឹងផ្ទះអញ្ចឹងការដាំដើមឈើម្នាក់4ដើមប្រជាជននៅលើផែនដីយើងរាប់ពាន់លាននាក់គឺស្មើនឹងការបង្កើតធម្មជាតិបៃតងឲ្យច្រើនកាត់បន្ថយកម្ដៅថ្ងៃអញ្ចឹងយុគ9គឺគេហៅយុគដែលក្តៅខ្លាំងក្នុង180ឆ្នាំគឺក្តៅខ្លាំងហ្នឹងអញ្ចឹងគេហៅរដូវកាលត្រជាក់ពេលដែលខែត្រជាក់វាអាចទៅក្តៅខែក្តៅវាមកត្រជាក់អញ្ចឹងវាអត់ដូចគេហៅមាន4រដូវដូចមុននេះរដូវក្តៅ
đầu là nghĩa trong đầu nó đầu là nghĩa chẳng vì ăn miên ấy đã chụp ba lô ចា ចាអញ្ចឹងដើម្បីកាត់បន្ថយអាហ្នឹងមានតែដើមឈើទេចាដើមឈើដាំកាន់តែ green កាន់តែច្រើនកាន់តែល្អអាហារញ៉ាំផ្លែឈើរបស់ organic ច្រើនកាន់តែល្អព្រោះយក9វាដុតក្តៅគេដុតក្តៅបើសិនតែយើងដាក់គីមីចូលទៅទៀតអាយុយើងខ្លីហើយ ចា ចាមហារីកក៏នេះដែរមកហើយជំងឺផ្សេងនឹងកាត់ឡើងអញ្ចឹងដើម្បីបំរែបំរួលបដូរផ្នត់កំណត់ញ៉ាំបន្លែផ្លែឈើរបស់ organic ចាដាំក្នុងផ្ទះខ្លួនឯងក៏បានកសិករដាំរបស់ organic អ្នកញ៉ាំរបស់ organic ដាំដើមឈើនៅផ្ទះម្នាក់4ដើមអ្នក4ដើមរាប់លានអ្នកគុណមកប្រមាណពាន់លានដើមចាអញ្ចឹងគឺធ្វើឲ្យកម្ដៅព្រះអាទិត្យដែលនៅក្នុងយុគ9ហ្នឹងបដូរវិញអានេះគេបដូរព្រំលិខិតចាកាលណា green កាន់តែច្រើនកម្ដៅព្រះអាទិត្យកាន់តែថយទឹកចំនួនមកដើមឈើគឺទប់ស្កាត់បានចាហ្នឹងគឺទប់ស្កាត់នៅក្នុងយុគទាំងយុគ9ទាំងយុគ1ចានេះក៏សារជូន ចឹងទើបខ្ញុំឃើញពេកអ្នកគ្រូមានវិធានការដាំដើមឈើ ដាំដើមឈើកម្រទៀត ចាឃើញអ្នកគ្រូផុសចាដើមឈើកម្រអញ្ចឹងនេះគឺជាសារចែករំលែកពី Master ហ្វុងស៊ុយណាលីហើយសង្ឃឹមថាបងប្អូនរបស់យើងនឹងមានផ្ដួចផ្ដើមគំនិតក្នុងការដាំដើមឈើដូចជាអ្នកគ្រូប្រាប់តាំងពីទិសតាំងពីអ្វីដែលអ្នកគ្រូបានជម្រាបជូនក្នុងកម្មវិធីសខ្មៅហើយនឹងខ្ញុំអត់មានអ្វីក្រៅពីគ្រប់អរគុណអ្នកគ្រូយ៉ាងជ្រាលជ្រៅបំផុតសម្រាប់ការផ្ដល់វត្តមានដ៏ពងពោះនៅក្នុងកម្មវិធីរបស់នាងខ្ញុំថ្ងៃនេះដែលមិនអាចគិតជាទឹកប្រាក់បានដែលមិនអាចយកលុយមកទិញបានប៉ុន្តែគឺជាការចែករំលែកមួយដ៏សំខាន់នៅក្នុងសូត្ររបស់យើងដែលជាប្រវត្តិសាស្ត្រចាជួយឲ្យអ្នកគ្រូមានសុខភាពល្អព្រោះអ្នកគ្រូមានគ្រប់យ៉ាងអស់ហើយនៅតែឈរបន្តជួយប្រជាពលរដ្ឋរបស់យើងទូទាំងប្រទេសបន្តទៀតអរគុណច្រើនអ្នកគ្រូចាអាដាមលោកជំទាវលោកសេនីកញ្ញាជាទីគោរពនិងជាទីមេត្រីពីកម្មវិធីរបស់យើងបានចែករំលែកសូនសុខអានេះក៏បានដល់ទីបញ្ចប់ហើយក៏សូមអរគុណសម្រាប់ការតាមដានរបស់លោកអ្នកតាំងពីដើមរហូតដល់ចប់ជូនពរឲ្យបានទទួលនៅសុខភាពល្អធ្វើដំណើរទៅកាន់ទីណាប្រកបដោយសុវត្ថិភាពសម្រាប់ពេលនេះពីកម្មវិធីសខ្មៅសូមអរគុណសូមគោរពលា